អូបិសាចខ្ញុំរែកខ្ញុំមានតែដុំចំហុយខ្ញុំឲ្យលោកទាំងអស់ទុកជីវិតឲ្យខ្ញុំផងប្រកុលគ្រប់យ៉ាងចេញមកមានតែប៉ុណ្្នឹងទេថ្មីនេះរកស៊ីមិនសូវបានពិបាករកប្រាក់ចំណេញណាខោអាវនេះស្អាតណាស់ដោះមកស្ដាប់ឲ្យច្បាស់ចាប់ពីពេលនេះទៅរាល់ខែយកអាហារឆ្ងាញ់មកទីនេះកុំភ្លេចស្រាឬទេអើមកលទ្ធផលគឺដូចបែបនេះកណាថៃត្រង់សាច់លោឡាស្អីឯងជាណាឯងជាណាអត់ទេឯងជាណាខ្ញុំឡាងស្នាច់9527អូយការពុតគឺអ្នកនៅឡាងស្នាច់សោះប៉ះពាល់ហើយសំទោតើឯងនេះនៅណាដែរនៅម្នាក់ឯងសត្វព្រៃព្រឺហ៊ឿនហ៊ានធម្មតាទីលែងហ៊ានហើយយើងប្រាប់ពួកឯងហើយណាខ្ញុំឡើងតែមូលគឺជារបស់ឡាងព្រំស្នាច់យល់ទេយល់ហើយអេលបងកាយមិនអ្នកនេះជាមិត្តរបស់ខ្ញុំលើកឡើងគេមិនដងទៅបានទេឯងជាអ្នកធ្វើម្ហូបក្នុងផ្ទះបាយបែបទេត្រូវហើយយើងធ្វើនេះដើម្បីគិញគក់តូចមួយតែប៉ុណ្ណោះខ្ញុំព្យាយាម3ឆ្នាំហើយតែត្រូវបដិសេធនៅជុំទី1ឆ្នាំនេះបើចូលឡាងស្ដាច់មិនបានទេត្រូវទៅផ្ទះមួយហើយសមត្ថភាពរបស់ឯងគ្មានបញ្ហាទេតែបើគ្មានខ្សែលើកនេះក៏មិនខុសគ្នាដែរឧទាហរណ៍របស់ខ្ញុំទើបតឡើងតំណាក់ការពីប្រមាណថ្ងៃមុនជាប្រធានស្ដីទីផ្នែកលាងចានថ្ងៃនេះបើសិនជាឯងធ្វើបានល្អខ្ញុំសូមឲ្យគាត់និយាយល្អពីឯងប្រាប់លោកគ្រូសុងថាមកត្រូវឯងអាចចូលបានមិនមែនហើយលាងឆ្នាំនេះអាសាសិនទៅកណាត់នេះអត់បានការទេព្រៃក្រាស់ពេកលោកគ្រូសុងណែនាំឲ្យសម្អាតបែបនេះគ្មានអីថាធ្វើមិនបានទេឯងចាំមើលខ្ញុំហ៎រួមឯងរឹងមែនវ៉ៃធម្មតាបានតែឆ្នាំមួយមែនទេថ្ងៃនេះសម្អាតបានដល់ទៅ4មិនលឺទេព្រឹកនេះព្រះអង្គក៏ហៅយើងទៅប្រជុំសងខាងសានុសិស្សរបស់គេមកឆ្នាំទៅនេះទុកសម្រាប់ស្ងោពួកគេតែម្ដងសងខាងជាអ្នកណាទៅគេនិយាយថាសងខាងសានមិនធម្មតាទេហូបហើយនឹងមានជីវិតអមតៈមកតិចឯងថានៅមើលខ្ញុំធ្វើបានល្អអាចហូបសាច់សងខាងជាបានប្រមាណទេខ្ញុំจะសងទៅនោះគឺសម្រាប់ព្រះមហាក្សត្រទេទោះជាលោកគ្រូសុងសំបីទឹកសុកក៏មិនបានហត់ផងណែឯងដោះយូរហើយមិនក៏ដូចជាអត់បានការអញ្ចឹងរោមឯងសឹកអស់ហើយអីទេខ្ញុំនៅមានលើក្បាលទៀតរោមក្បាលខ្ញុំរឹងពីតូចមកឯងក្បាលរឹងជាងគេសូមស្វាគមន៍ព្រះអង្គដូចជាអត់ដូនចឹងអូវាចេញ340ប្រព័ន្ធព្រះអង្គមេត្តាផងសូមព្រះអង្គមេត្តាផងព្រះអង្គមេត្តាទូបង្គំផងឬមានខ្លាញ់ច្រើនទៀតយកខ្លាញ់ចេញពីគ្រូគេអស់ទៅអួតណាអសររបស់យើងទៅណាហើយអសរអសរលោកតាយើងទៅណាអសរលោកតាទូតយើងទៅណាយកអាពីអ្នកនេះទៅសម្រាប់ចោលសពប្រាំងលើកលែងទៅផងមិនក្រឹកម្លេះថារុំទៅដេញតបเอาเลือดเบาขับโจបានទេតូចម្លងចូលយ៉ាងម៉េចកាបើជ្រៀតចូលเบาអ្នកធ្វើស្អីទៀតឆាប់ដេញកាប់ភ្លាមទៅហើយតាពួកយើងទៅណាកន្លែងស្អីហ្នឹងសម្បុកតូចរបស់ខ្ញុំធ្វើយ៉ាងម៉េចទៅតាពេលនេះធ្វើយ៉ាងម៉េចទៅឲ្យតពូទី2អាចជួយនិយាយពីល្អប្របាននៅមានសង្ឃឹមពូទី2ខ្ញុំគាត់ការពារខ្លួនឯងមិនបានផងលពូទី2ប្រថាក្រោយពេលដែលព្រះអង្គនឹងប្រលានសាយសាច់ខាងជ័យហើយនឹងយកសាច់ក្នុងឆ្នាំខ្ញុំខ្លះឥឡូវនេះចាប់ហើយពួកយើងទៅណាចេញពីភ្នំឡាង
តាមការពិតខ្ញុំមានការងារត្រូវធ្វើពេលនេះចប់ហើយនេះគឺមកពីឯងនេះគឺមកពីឯងហើយសងការងាររបស់ខ្ញុំវិញមកសងជីវិតអមតៈខ្ញុំវិញមកសងការងារខ្ញុំវិញមកសងមកសងមកមានន័យថាម៉េចក្រៃថាសងថាកំពុងនៅតាមផ្លូវហ៎ពួកយើងឆាប់ទៅឲ្យបានមុនព្រះអង្គឯងនិយាយលេងសើចទេហ៎និយាយការពិតទៅមុនបានមុនហ៎ឯងឈ្មោះទេដឹងព្រះអង្គច្បាស់ជាសម្រាប់ពួកយើងតែពីរនាក់ក្រៃព្រះអង្គកំពុងតាមសម្រាប់ពួកយើងហើយទៅសាបឿនទៅថាបើត្រូវពួកយើងអាចមានជីវិតអមតៈក៏ថាបានពេលដែលសង្ខាងសានឆ្លងកាត់វិធីនេះឯងថាតែមើលបីសាច់លអាងទីហ៊ុនអាចវាយប្រហារមុនហើយទេអញ្ចឹងពួកយើងត្រូវតែប្រញាប់ឆាប់ឡើងទៅឯងមានឃើញអីអត់ឃើញតាគេជ្រុលពេកហើយឯងធ្វើអីដឹងស្អីចេះមិនក៏មានបីសាច់ច្រើនម្លេះឆ្នាំ2025នេះពិភពលោកកាន់តែអាក្រក់មែនតើហើយហេតុអីក៏បីសាច់បាយជាត្រូវមនុស្សធ្វើបាបកុំចោលមុខយើងមិនខ្លាចឯងទេណាភាពថ្លៃធ្នូជាងបីសាច់របស់ឯងទៅណាអស់ហើយខ្ញុំឃ្លានពេកក៏ចូលទៅរកអីហូបត្រូវពួកគេចាប់បានឯនេះអត់បានការមែនហើយមកពីណាឡាងទីហ៊ុនខ្នងធំប៉ុណ្ណឹងហើយនៅខ្លាចគេទៀតឯធ្វើឲ្យស្ដេចឯងអាបាស់មុខមែនស្ដេចរបស់ខ្ញុំស្ដាប់បាត់ទៅហើយអូហើយតាំងពីកាលទើបតែថ្ងៃមិញបីសាច់នៅឡាងទីហ៊ុនទៅគេវាយសម្លាប់អស់សងតែខ្ញុំម្នាក់គត់រត់ចេញបានមិនដាធ្វើស៊ុនអ៊ូខុងនឹងអាដាគេស៊ុនអ៊ូខុងក៏ឯងមិនស្គាល់ដែរតើឯងជាបីសាច់ស្អីទៅបិទមាត់ទៅយើងបានសួរឯងទេប្រយ័ត្នបែកមាត់មកវិញភ្លាមខ្ញុំចង់រស់យើងឯងប្រាប់មកស៊ុនអ៊ូខុងជាសិស្សរបស់ប្រជាជនថងជេងសងធម្មតាប្រហែលអ្នកខ្លាំងយ៉ាងនោះសងធម្មតាស៊ុនអ៊ូខុងការដែលធ្វើដំណើរទៅភាគខាងលិចយកកំពីមិនដឹងថាសម្រាប់បិសាចឲ្យច្រើនប៉ុណ្ណាទេសម្រាប់ពួកឯងងាយស្រួលជាបកជាយ៉ាងចឹងខ្លាចហើយពេលនេះគ្រូសិស្ស4នាក់មកដល់រាជធានីហើយព្រះអង្គរៀបចំពិធីជប់លៀង10ថ្ងៃពួកបិសាចឯងមកនិយាយញ៉ៃស្អីពេលនេះយើងមិនខ្លាចឯងទេឲ្យតែយើងវាយកងឲ្យនៅភូមិដឹងស៊ុនអ៊ូខុងប្រកាសជាបង្ហាញខ្លួនភ្លាមឯណាកងរបស់ខ្ញុំលបងជប់កុំអីពួកខ្ញុំមិនមែនជាបិសាចអីទេគាត់តែឆ្លងកាត់មិនបានឯណាលូវាយកងលបងកុំធ្វើយ៉ាងអីកុំធ្វើយ៉ាងអីកុំធ្វើយ៉ាងអីណាកុំទឹកខ្វល់នឹងសម្ដីរបស់គេអីលបងមានរឿងអីនិយាយគ្នាតាមស្រួលទៅខ្ញុំទៅវិញឥឡូវនេះភ្លាមបានទេអាគីគួថោកបែអាថោកលបងហើយសងថាទៅសើគាត់ទៅភៀកខាងលេខធ្វើអីដែរទៅយកកំពីធាត់ដើម្បីខ្លាចជាព្រះស្ថានភាពមិនខុសគ្នាទេមិនចឹងស៊ុនអ៊ូខុងបិសាចដែលខ្លាំងយ៉ាងនេះមិនអាចតាប្រជាជនថងជេងទៅភៀកខាងលេខទៅហើយស៊ុនអ៊ូខុងនឹងជាបិសាចដែរត្រូវហើយស៊ុនអ៊ូខុងគឺជាបិសាចស្វាមជូប៉ាជេជាបិសាចជ្រូកទៅបីតែសេះក៏ជាបិសាចខ្លាចខ្លួនដែរហើយចឹងហេតុអីពួកគេចង់ខ្លាចជាព្រះពេលខ្លាចជាព្រះដល់ពេលនោះគឺព្រាប្រកាសជាលើកដំកើងអាចមានជីវិតអមតៈមានអីអស់ចាទៅធ្វើការងារឬមួយក៏និយាយយកវាយកឥឡូវអត់ទេធ្វើការរត់ឲ្យលឿនរត់ឲ្យលឿនហើយបងលឿនហើយបងលើបីពីនេះយើងយកហើយបើឲ្យយើងឃើញពួកឯងមកក្បែរនេះទៀតយើងឃើញពួកឯងម្ដងម្ដងចប់ហើយរឿងនេះចប់ទាំងស្រុងតែម្ដងក៏ចាប់បាច់ដែរចាប់សងທາງជេងគេគួរចង់ស៊ីសាច់ທາງជេងអើយខ្ញុំងីល្ងើពេកហើយខ្ញុំងីល្ងើពេកហើយកាំងអញក៏ប៉ះខ្ញុំឯងកាត់នៅក្នុងពេកឯងមិនខ្វល់ខ្វាយទេពេលនេះខ្ញុំទៅវិញលេងបានជលពូទី2របស់ខ្ញុំទៀតហើយជីវិតខ្ញុំត្រូវឯងបំផ្លាញខ្លាចឯងសបោកំណត់ណាស់មែនទេមិនកាយមិននិយាយថាឯងទៅភៀកខាងលិចជាមួយທາງជេងទៅមិនក៏បន្ថែមឯងទៅសម្រាប់ព្រះអង្គទៅត្រូវហើយធ្វើស្អីទៅភៀកខាងលិចជាកំណត់ល្អឯងមានជំងឺទេដឹងទេទៅភៀកខាងលិចជាមួយທາງជេងខ្ញុំគិតថាបើពួកយើងអាចបន្លំជាពួកគេទៅយកកំពីធម៌បានឯថាទៅមើលក្រែពួកគេមានជ្រូកមួយដែរខ្ញុំគឺជាជ្រូកឯងจะសងថាបន្តមករកពីអ្នកទៀតបើកើតក្រុមមួយទៅជាមួយគ្នាហើយយ៉ាងម៉េចឈួតដល់ពេលនោះពួកយើងត្រូវទៅដល់ភៀកខាងលិចមុនគេយកកំពីធម៌បានខ្លាយជាព្រះជំនួតអមតៈខ្ញុំប្រាប់ឯងណាខ្ញុំសុខចិត្តទៅវិញប្រគល់ខ្លួនសុខចិត្តឲ្យលោកគ្រូសង្ឃតម្លាក់ចូលជ្រោះក៏ខ្ញុំដាច់ខាត់មិនទៅជាមួយនឹងឯងដែរខ្ញុំទៅវិញហើយទៅលៀងឆ្នាំងរបស់ខ្ញុំវិញលើកមុនថាចង់ស៊ីសាច់ທາງជេងឥឡូវនេះថាតែយកកំពីធម៌ខ្មោយទៅជឿឯងមិនខ្វល់ខ្ញុំទេឯងមិនខ្លាចខ្ញុំទៅវិញស្លាប់ទេខ្ញុំសួរឯងមកយកកំពីធម៌បានសងທາງជេងនៅសិស្សរបស់គេតាមតនគិតយ៉ាងម៉េចក្រែងតែភូមិនោះនិយាយហើយតើស្ដេចជុំយើងឲ្យពួកគេ10ថ្ងៃពួកគេត្រូវនៅ10ថ្ងៃពួកយើងបបោគ្នាបានទៅមុនទៅយើងជឿឯងមកដល់ទៀតជាលើកចុងក្រោយចុះនិយាយគ្នាហើយណានេះគឺឯងវល់យើងទើបយើងធ្វើដែរផឹកទឹកសិនទៅកុំមករវល់យើង
ខាងចេញជាមនុស្សប្រុសឬក៏ជាមនុស្សស្រី ប្រុស ឋានៈជាស្អី គឺជាលោកសង្ឃ តើគាត់មានរូបរាងពិសេសអ្វីទេ អាដាដឹង អ่าអញ្ចឹងគូយ៉ាងម៉េចទៅ ឯងជាគំរូឯងសួរខ្ញុំសួរអាដាមិនចម្លែកទេដែលអត់មានគេជួលឯងទទួលភ្ញៀវចុងក្រោយពីកាលនៅមិនអរគុណភ្ញៀវពីរនាក់យើងទៀត កុកវ៉ាអូ សុនអ៊ូខុំជាស្វា កុកជួប៉ាចេញជាបិសាចជ្រូក ហើយនៅមានសិស្សម្នាក់ទៀតទៅឈ្មោះអីវិញឈ្មោះអី ម្នាក់នោះមិនបានប្រាប់ផងអើ ហើយប្រារម្ភគូទៅ អើទេត្រង់តែមាននេះរួចហើយគូតាបារម្ភទាំងស្រុងចេះឬមិនយកហើយកាក់គេគឺ ដូចជាមានអារម្មណ៍ថាអត់ត្រូវមានអារម្មណ៍ថា4នាក់នេះវាដូចជាអត់មានអារម្មណ៍ទៅស្វែងរកកំពីធរអីទេហើយឯងដឹងអត់ អារម្មណ៍ទៅស្វែងរកកំពីធរស្អីទៅ អាបោកអើយឯងជាគំរូឲ្យមកសួរខ្ញុំវិញគូមួយទៀតអានេះគឺវាអាចមានដឹងអត់អាបើក្បាលនេះអត់ស្អីធំទេ ប៉ាសងខាងចេដូចទៅពេកហើយក្បាលប៉ុណ្ណឹងសំរុំហើយតា សំក្បាលឯង កាំងនេះលែងធ្វើហើយពុទ្ធតម្រូវការពុទ្ធទាំងរឹងរបស់ប្រជាជនជប់តែបំពេញដល់គ្មានលក្ខខណ្ឌនៅអស់ពីចិត្តហើយតើលែងរួចហើយ គឺអានេះហើយមិនខុសទេ ឲ្យតែអ្នកទាំងពីរពេញចិត្តទៅបានហើយ រូបដូចដាស់ ហើយចោះសុនអ៊ុខុងតើទៅយ៉ាងម៉េចទៅ កាត់រូបដើររោទៅអេឯង ហើយ3ថ្ងៃហើយម្នាក់ក៏រកមិនបានសងខាងចេនោះ3ថ្ងៃទៀតនឹងចេញដំណើរហើយរូបនេះជាដំណើរក៏មិនដឹងផងកុំថាឡាយស្វានេះនៅលើភ្នំឡើងគ្មានស្វាទេខ្ញុំមិនអាចជួបតតែសោះឯងនៅមានអារម្មណ៍ស៊ីទៀតហ៎ខ្ញុំបារម្ភសឹងស្លាប់ទៅហើយដឹងទេ អើបិសាចចង្រៃគេលួចសំណានយើងស៊ីផងហ៎ សុំទេវតាលើកលែងទោសសុំលើកលែងទោស ស៊ីសំណានរបស់យើងត្រូវសងយើងវិញតែយកមកដុតពីរបស់យើងត្រូវការរសជាតិហឹរ5កម្រិត បាទ ត្រឡប់ទៅប្រាប់អ្នកភូមិថ្ងៃក្រោយសំណែនត្រូវតែយកមកឲ្យច្រើនយើងចូលចិត្តសាច់ចំហុយនិងស្ងោរ យើងឲ្យឯងធ្វើពុតជាខ្មោចធ្វើពុតជាខ្មោច អីទេខ្ញុំជាបិសាចតើជប់សិនពួកអាចចង់ខ្លាចជាព្រះខ្លាំងជាងទេវតា ប្រកាសហើយនៅទីនេះឯងបានតែសម្លាញ់តែទួយបណ្ដោះតែជាមួយពួកយើងទៅវិញមានអនាគតវែងឆ្ងាយជាមុតអមតៈយល់អត់ ចាប់ខ្ញុំទៅយើង ទេសាម្លេះ ខ្ញុំទៅតែលឺថាពួកអាចចង់រកស្វា បែរហើយ ស្វាការរីឡាក៏បានដែរគេជាបិសាចស្វាតែមួយគត់នៅក្នុងឡាងប៉ុន្តែគេចូលចិត្តនៅតែម្នាក់ឯងគ្មានអ្នកណាដឹងពីវត្តមានរបស់គេទេខ្ញុំបានជួបគេដែលចែកដនពេលដែលកំពុងជីករូងគេថាគ្រួសារគេតែមួយត្រូវបិសាចនៅឡាងក្នុងខ្លាញ់សម្រាប់ការពី10ឆ្នាំមុននៅសន្តិភាពម្នាក់គត់ពេលគេដឹងម្ដាយគេក៏យំខ្ញុំក៏ដឹងម្ដាយខ្ញុំដែរប៉ុន្តែខ្ញុំភ្លេចថារូបរាងគាត់យ៉ាងម៉េចតាំងពីក្មេងមកសុខភាពខ្ញុំមិនសូវល្អពួកឯងដឹងថាមូលហេតុអីទេគឺខ្ញុំកាន់មិនគ្រប់ខែមិនស្អីខ្ញុំសំបីព្រោះនាងថាខ្ញុំនិយាយច្រើនហេពួកឯងគិតថាខ្ញុំនិយាយច្រើនមែនទេគឺទីនេះហើយឆាប់ចេញមកđểចាំខ្ញុំទេទេវតាហងគេអៀនខ្លាំងណាស់គេទៅពីជាមិនល្អគ្មានបំណងអាក្រក់ទេឯងចេញមកខ្ញុំមានដំណឹងល្អចង់ប្រាប់ឯងឆាប់ចេញមកកុំលាក់ខ្លួនទៀតឆាប់ចេញមកលែងនៅហើយពួកយើងទៅ3នាក់ទៅភៀកខាងនេះយកកពីធរចង់ជិះឯងទៅជាមួយដែរតែឯងរត់ធ្វើអីកុំខ្លាចអីចំណងធំអន្តរជាព្រះជីវិតអមតៈគ្រាន់បានជាងឯងលាក់ខ្លួននៅទីនេះមួយជីវិត តើអាចជួបមនុស្សច្រើនដែរទេ ត្រូវហើយព្រមភើបដែរទេ
អត់ចង់ ឯងត្រូវតែហ៊ានបោះជំនាញទៅមុខពិភពខាងក្រៅពោពេញទៅដោយពណ៌ចម្រុះឯងនឹងបានជួបរឿងដែលគួរចាប់អារម្មណ៍យ៉ាងច្រើនព្រមទាំងនៅមានបន្ស័យទៀតផងឯងមកពីឡាងធំស្ដាច់មែនទេតាំងគេយ៉ាងម៉េចហ្នឹងគ្រូសាគីទៅឡាងធំស្ដាច់សម្រាប់អស់ហើយអេកុំខ្លាចអីគូគីមិនមកសម្រាប់ឯងទេណា ពីលេងនៅឡាននេះទៀតហើយគេត្រូវដេញចេញ ស្លាប់អារម្មណ៍ឯងស្លាប់អារម្មណ៍តិចទៅ ស្ដាប់ខ្ញុំសិនទៅជាមួយពួកយើងជាផ្លូវចេញរបស់ឯងតែមួយគត់ឯងកុំខ្លាចខ្ញុំមានស្ទាបចុងក្រោយបើប្រើឲ្យនឹងការធម្មពលកាន់តែខ្លាំងទោះជាត្រូវបីសាច់នៅឡានស្ដាច់ចាំបានក៏អត់ងាប់ដែរ តែលុយសេះស្អីមកហ្នឹងឈឺជើងម្ខាងទៀត ត្រូវតែយកមកពេលមិនច្រើនទេបើមិនប្រយ័ត្នអាចនឹងត្រូវសងថាចាប់បានបើត្រូវគេចាប់បានបែរដល់ងាប់ទាំងអស់គ្នាគេយកទៅខ្វាយទៅខ្ញុំដែរ អើយទ្រាំលែងបានហើយខ្ញុំចង់ក្អួតយកសេះជិះមិនកើតមកតែមានសត្វអីផ្សេងទៀតទេហ្នឹង អីសុំបោះធំយំបានអត់ ជាធម្មតាពួកឯងតិចមកប្រហែលឥឡូវខ្ញុំតិចមិនសូវលូទេឧស្សាហ៍ភ្ញាក់ឲ្យពេញមិនលូទេខ្ញុំសូមដាក់ទឿនពួកឯងបន្តិចទៅចោះពេលដេកកុំផឹកទឹកផឹកតើឆ្ងាយប៉ុណ្ណាហើយជារត់នោមមកយកយ៉ាងមែនទេឯងយកឡើងនោមប្រកាសទៅនិយាយច្រើនមែនហត់ទេហត់តែ ខ្ញុំចង់និយាយថាឯងនិយាយអត់ហត់ទេអី អត់ហត់ទេ នៅខាងមុខមានភូមិមួយពួកយើងទៅលួចអាហារខ្លះមក ប្រសានណាហូបតែផ្លែឈើផ្លែព្រៃនៅតាមផ្លូវខ្ញុំនឹកសាច់ណាខ្ញុំចង់ហូបមាន់ដុត ពួកឯងចង់ធ្វើអីពេលនេះពួកយើងមិនជាបីសាច់ទេជាអ្នកបួមអាចលួចគេទេ បានអញ្ចឹងតើហូបស្អីទៅហេខ្ញុំមានកំណត់មួយបាត់រឿងនេះខ្ញុំបកកាយទេ តែបន្តិចទៀតឯងត្រូវបិទមាត់ផងឲ្យសងខាងយាយ គ្មានបញ្ហាមិននិយាយគ្រាន់តែមិននិយាយតាអត់បញ្ហាត្រូវហើយមិននិយាយអត់បញ្ហាទេមិននិយាយតែស្រួលខ្លួន ពេលនេះដាក់ឯងចុះអាចធ្វើស្រួលបួលបានទេ អបបានសិកាអាត្មាមិនសំបានអត់ត្រូវហើយមានន័យថាពួកយើងចង់បានអាហារខ្លះ ហ៎បីសាច់ ពួកយើងគួរតែបិទមុខដែរជី điện đạo kia đứng ông ba so à thằng má trong màu châu bị châu ấy châu បើទីបើទី chặt châu ông ba sợ của má lên mòn không đầy ảnh ta ai trai ở bụi dương khla ban tê ពួកយើងមកពីមហាឋានខាងកើតទៅភៀកខាងលិចដើម្បីចម្លងធម៌ទីបំផុតមានមនុស្សចំណាំពួកយើងហើយអើយលើលោកនេះនៅតែមានមនុស្សមានភ្នែកមុត តែក្បាលតុកតាបឡំជាសងខាងចាំបោក្មេងហី ជុំដៃទៀតទៅសុំឲ្យក្មេងក៏បាត់ដែរធ្វើប៉ុស្អីទេតែជុំសាទីបំផុតខ្ញុំនឹងឈ្មោះរបស់ខ្ញុំហើយទីបំផុតខ្ញុំស្គាល់ឈ្មោះរបស់ខ្ញុំហើយ តើទេឯកូនសាក៏មានពុកមាត់ធំ មិនបានចៃដឹង តែទៀតក្នុងក្រុមណានោះ អេឆាប់ប្រាប់អស់នៅមានអីទៀត តែក៏គ្មានសុនអូខំមានបងមីជួបាចេះកាន់រណោះឯកូនសាកាន់បែហើយប្រើប្រាស់រែកបងវិចណា លៀនរបស់ទាំងពុទ្ធទេហ្នឹងហ៎នេះមិនយកទៅថតទេដឹង និយាយច្រើនណាស់អ្នកទៀនរឿងប្រាប់ថាឯកូនសានិយាយតែពីគ្នាប៉ុណ្ណឹង អ្វីខ្លះទៅ សាច់បងធំលោកគ្រូទៅបិសាចាប់ហើយ តែមានអីទៀត សាច់បងធំលោកគ្រូទៅបិសាបងទីទៅបិសាចាប់ហើយ ខ្ញុំមិនចង់ធ្វើជាអាសាទៀតទេ នៅមានអីទៀតសុនអូខំមិនអាចយំទេអញជាទូឯងអស់ចាជាងគេជាមហាទេពស្មើមេឃបីសាច់ទាំងអស់ទាំងឯងកំចាត់តែតាហូបបាយតាហើយ ធំសិន មានទៀតអ្នកបុកអត់ញ៉ាំសាច់ទេអញថ្ងៃហង ខ្ញុំបរាជ័យក្នុងការប្រឡងចូលអាស្ដាច់3ឆ្នាំជាប់គ្នាខ្សែតោកឡើងក៏គ្មានពេលនេះត្រូវប្រអោតាមសម្រាប់ទៀតទាំងលំបាករកបានគ្នា4នាក់ចង់ធ្វើអីដល់ខ្លួនឯងកាន់តែពិបាកបើជំនុំខ្ញុំនេះត្រូវបែបនេះរហូតយ៉ាងម៉េចនឹង ខ្ញុំប្រាប់ឲ្យថាតែមិនរួចទេមើលចោះសូមតែកូនក្មេងក៏បោកមិនបាន ខ្ញុំមិនជឿទេថាពួកយើងរកអាហារមិនបាននោះ ត្រូវគេវាយដំឡើងទៅហើយនៅចង់ទៅសុំទៀតហ៎ខ្ញុំខ្លាចថាមិនទាន់បានផងពួកយើងអាចពូស្ដាប់បាត់ទៅហើយ ឯងធ្វើអីដឹង ឃ្លានណាគ្រាន់តែសត្វល្អិនតា មិនឲ្យស៊ីសាច់ទេ បានជួបឯងគឺជារឿងវេទនាបំផុតនៅក្នុងជីវិតខ្ញុំ បាទហើយធំរូទៅចង់រៀនបទពិសោធន៍ត្រូវចាប់ផ្ដើមហាត់តោះឯងមិនទេបងឯងថាមើលខ្ញុំជាមហាទេពស្បើមេឃយ៉ាងម៉េចដែរឯងជាមហាទេពឯងជាមហាទេពស្បើមេឃឯងជាមហាទេពនិយាយឲ្យត្រូវមើលមហាទេពស្បើមេឃអបកាច់ខ្ញុំមិនជាមហាទេពស្
បើមីអីទេគឺឯងពេលនេះគឺឯងទៅហើយ ពីដើមមកគេចូលចិត្តនៅតែម្នាក់ឯង នៅមានឯងទៀតចាប់ពីពេលនេះទៅឯងត្រូវយកតែពីឃ្លាបដោះយល់ទេ អញ្ចឹងខ្ញុំមិនផ្ទុះស្រាប់ទៅហើយទេ យើង4នាក់ឯងនិយាយច្រើនជាងគេដូចតួឯងទៅហើយត្រូវយកពីតួនាទីរបស់ខ្លួនឯងពីជាតួរង តួរងឲ្យនិយាយតែពីគ្នាទេហ៎នេះគឺជាតួរងហ៎ធ្វើអញ្ចឹងមិនស្មើភាពទេ ឯងដែលចង់ទៅយកពីធေါ်ទេឯងចង់មានជីវិតអមតៈទេ ខ្ញុំមិនអត់ខ្ញុំនិយាយដូចជាសំណាប់ខ្ញុំទៅហើយនៅជីវិតអមតៈស្អីទៀត នៅមានឯងទៀតឆាប់រកវិធីជួសជុលក្បាលឯងទៅ យកថ្មនេះទៅហើយឲ្យខ្ញុំទៅរកនៅណាទៅ ឯងទៅអត់ហាទៅអត់អើយពួកអត់នេះ សាច់ច្បាស់ទី2បាត់សាច់ច្បាស់ធំហើយ លេងស្អីដឹងកុំឲ្យយើងប្រើស្នៀតចុងក្រោយអមមិនក៏ឯងចេះតែរត់អញ្ចឹងឯងអត់ចង់ទៅយកកពីធေါ်ទេហ៎ ខ្ញុំគិតថាយកតែពីរអាចបដូរគ្នាបានបើគេមិនចូលចិត្តនិយាយសំធ្វើជាអាសាខ្ញុំធ្វើជាសុនអូខុងអញ្ចឹងអាចនិយាយវិញបានហើយ ឯងគ្មានអីអន់ជាងអ្នកផ្សេងទេឯងត្រូវតែមានជំនឿចិត្តអាចធ្វើជាសងខាងបានក្នុងកម្ដៅពួកយើងឯងធំជាងគេសខាជាងគេប្រកាសជាល្អឥតខ្ចោះតាមស្រួលថាតាមខ្ញុំចាំនិយាយតាមខ្ញុំណាខ្ញុំជាមហាទេពស្បើមេឃ ខ្ញុំចូលចិត្តនិយាយឲ្យខ្ញុំនិយាយទៅខ្លា ចិត្តត្រូវហើយតែនៅមិនទាន់ត្រូវទេមហាទេពស្បើមេឃមហាស្បើមេឃ សាច់ច្បាស់ធំលោកគ្រូត្រូវបិសាចាប់ហើយសាច់ច្បាស់ធំលោកគ្រូដល់សាច់ច្បាស់ទី2ត្រូវបិសាចាប់ហើយអ្នកណាគេឯងបានពុកមកនេះពីណាមកខ្ញុំលួចពីសាច់ច្បាស់ធំឯណាពីអ្នកទៀតនៅខាងណហាត់បានយ៉ាងម៉េចហើយ ខ្ញុំជាសឹងសឹងជីតាសឹងជីតាយើងឲ្យឯងធ្វើជាសឹងជីតាអីហ៎កុំផាត់យើងត្រូវសម្រាប់វាលែងយើងសម្រាប់វាលែងយើង ទីបង្រៀនរបស់ឯងគ្មានបានផលទេទៅតែអត់ធ្មត់ យើងឯងធ្វើទៅ មានអីពិបាកទៅគ្រាន់តែបង្រៀននិយាយតា ហើយបានកៅអៅនេះពីណាមក យកពីមនុស្សចំបើង ហើយចុះនេះ ទៅយកពីស្រែទៅ លួច ខ្ញុំក៏បានទុកអស់ឲ្យកសិករដែរ ទុកថាយល់ហើយ មកលោកគ្រូបង្រៀនឯង ឯងត្រូវរកបុកខ្លះទៀតដែររេទៅ នេះដូចជាធ្វើអាពីពេកហើយ និយាយតែពីឃ្លាទេ ខ្ញុំមិនមែនទេខ្ញុំ សើប្អូននេះជាថ្មសម្លៀកកបិតបើឯងមិនសប្បាយចិត្តសម្លៀកប៉ែលឯងទៅ មហាទេពស្មើមេឃគឺមហាទេពស្មើមេឃ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  អើយបាត់ហើយកុំខឹងធ្វើចិត្តស្គប់កុំខឹងអីស្គប់អារម្មណ៍ទៅស្គប់អារម្មណ៍ទៅហើយបាត់ហើយស្គប់អារម្មណ៍ទៅកុំខឹងអីបាត់ហើយធប់បាត់ហើយធប់ទៅធប់បាត់ទៅងាប់ទៀតហើយបាត់ហើយទុកពេលឲ្យសេចក្បល់ធំតិចទៀតទៅបាត់ហើយកុំខឹងខ្លាំងពេក អើយនៅតែរកអាហារមិនបានពួកយើងចិត្តអាចពោះស្លាប់ហើយ គ្រប់គ្នាត្រៀមឲ្យទៅចូល ព្រឹទ្ធាចារ្យពួកអាត្មាមកពីខាងកើតទៅខាងលិចដើម្បីយកគម្ពីរធម៌ពាក់កណ្ដាលផ្លូវអស់អាហារដូច្នេះហើយចង់មកសុំខ្លះឬមួយជាបដិជគុណសានចាងសានចាង នេះជាលោកគ្រូខ្ញុំបដិជាគុណថាត អូពិតជាថងសៀនចាងមែន បែបហើយ ឆាប់ចូលមកក្នុងមកមិនបានឆាត់អាហារប្រមាណថ្ងៃហើយបុកឡើងខៀវហើយនេះបដិជគុណយំខ្ញុំធ្លាប់តែធ្វើម្ហូបថ្វាយព្រះអង្គនេះគឺជាលើកទី1ហើយដែលខ្ញុំបានគេធ្វើម្ហូបឲ្យ លោកគ្រូបើលោកគ្រូចង់ឆាតថ្ងៃក្រោយចង់កណ្ដាលធ្វើឲ្យលោកគ្រូ បដិជគុណសិស្សរបស់លោកពិតជាកតញ្ញូណាស់ហេបដិជគុណអាណាសិស្សបដិជគុណសម្មាសម្ពុទ្ធសង្គ្រាមចេះតែបន្តព្រះពុទ្ធសាសនាចុះអន់ថយបិសាចរីករាលដាលកូនសិស្សរត់អស់ទៅហើយពេលនេះសោតតែអាត្មាម្នាក់គត់នៅចាំវត្តសម្មាសម្ពុទ្ធហើយដូច្នេះហើយបានចំពោះអាត្មាទៅយកគម្ពីរធម៌ដើម្បីស្នាមព្រះពុទ្ធសាសនាឡើងវិញបើអាត្មាគ្មានជា20ឆ្នាំអាត្មាក៏សុខចិត្តទៅជាមួយនឹងបដិជគុណដែរមិនក៏បដិជគុណមិនក្រុមច្បាប់ជីវរត្រូវហើយឯណាស្បងជីវរអាត្មា លោកគ្រូភ្លេចហើយក្រែស្បោរបស់លោកគ្រូត្រូវបីសាច់លួចទៅហើយនោះអី ត្រូវហើយមើលចោះការចង់ចាំអាត្មាអន់ណាអាត្មានៅមានស្បង់ជីវរមួយទៀតអាចប្រកេតបានពិតមែនទេអាត្មាមិនអាចយកបានទៅអាត្មាចាស់ហើយរួមមិនបានប្រមាណទៀតទេទុកក៏ពីប្រយោជន៍ដែរប្រកេតលោកក៏ទុកថាជាទៀនដែរ
ជួយឲ្យយើងបានជួបនឹងប្រពន្ធជាម្ចាស់ក៏ទុកថាជាកិត្តិយសដែរសូមជូនពរលោកទាំង4អ្នកធ្វើដំណើរបានសុខទទួលបានកូពីត្រឡប់មកវិញអរគុណសម្រាប់ចង្ហាន់ចម្រើនពរធ្វើដំណើរឲ្យបានសុខអរគុណហើយពេលកណ្ដាលបានជួបព្រះនឹងជួយនិយាយពីល្អៗឲ្យបណ្ដេញចគុណជួយជនវិហារបាក់បាយឲ្យបណ្ដេញចគុណជោគជ័យហើយពិតជាជោគជ័យហើយសងចាស់នោះហៅពួកយើងថាអ្នកស្វែងរកគម្ពីរធម៌នេះមិនជាសងថាជាដេដាទៅសូមខ្ញុំនិយាយពីបីឃ្លាទៅផ្លូវនេះដើរត្រូវហើយដើរត្រូវហើយដើរត្រូវហើយសេចក្ដីទី2សេចក្ដីទី2លោកគ្រូត្រូវបិសាចចាប់យកទៅហើយឧស្សាហ៍មែននៅហាត់ទៀតខ្ញុំសេចក្ដីទី2លោកគ្រូពិតជាត្រូវបិសាចចាប់យកទៅមែនណាល្អខ្លាំងណាស់ហាត់បន្តទៀតលោកគ្រូបាត់ខ្លួនហើយអីពួកឯងធ្វើស្អីឆាប់ឡើងយើងទៅអេជួយផងជួយយើងផងជួយផងលោកគ្រូហើយនៅនេះចិត្តហើយក្រាបទូលព្រះអង្គទី2អស់ផ្កាចាននឹងសឹកទៅហើយមិនប្រកាសទៅបេះបោមិនបាច់ទេស្ងោទឹកធម្មតាបានហើយធំមិនបញ្ញាយ៉ាងហ្នឹងសាច់ថងជ័យឲ្យធ្វើជីវិតអមតៈបិសាចយកខាងមុខចង់ហូបក៏មិនបានហូបផងឯងនឹងថាមូលហេតុអីទេហេតុអីខ្ជិលខ្លាំងពេកចាប់បានហើយមិនបញ្ញាហូបចេះតែយឺតយ៉ាវស្រួលខំខ្លាំងបណ្ដាពួកគេក៏មិនដឹងដែរងាប់គ្រីសល់ស្រួលខំខ្លាំងចឹងផងឡើងទីហ៊ុននៅឡានព្រំសាច់ដែលនៅឆ្ងាយរាប់រយគីឡូម៉ែត្រទៅកំតិចអស់ហើយពូទី2ទូកម្លាំងយើងមិនអាចព្រៀបជាមួយបិសាចខាងមុខក៏ដោយតែយើងក៏អាចលឿនដែរថែមភ្លើងចាប់ផ្ដើមចំអិនហូបឯទៅអត់ហន់បានហើយបាននៅនិយាយទៀតនឹងយឺតពេលស្ងោភ្លាមខ្ញុំមិនមែនជាសងខាងជ័យទេខ្ញុំខ្លាចតាចាប់ដល់លេខខ្ញុំទៅបីចង់លេងទៅជាមួយយើងខ្ញុំគ្រាន់តែជាបិសាចគីគួរតែប៉ុណ្ណោះលោកមើលចុះមុននេះក៏មិនឡាយពីដែរយើងមិនចាច់បោកអីទេហេតុអីបានជាមិនជឿមុនស្ងោខ្ញុំយ៉ាងហោចណាស់ក៏គួរតែលាងទឹកដែរពេលអាចគឺខ្ញុំស្លាប់ប្រកាសជាយល់អីគ្មានពេលសម្អាតទេមិនខ្ពើមរអើមអត់ទេបងធំស្ងោគេទាំងខោអាវបែបហ្នឹងវាមិនគួរខ្ពើមទេអីដល់ឲ្យវាចេញទៅឆាប់ឡើងឃើញហើយនៅបីសាច់គីគួរស្បែកដល់គ្រើមនេះគឺជាពលណាបងធំមើលទៅដូចមិនសងខាងទេយ៉ាងថាបានជាបីសាច់ជាច្រើនហូបសាច់ឯងមិនបានពិតជាល្បិចខ្ពស់មែនមិនក៏ឯងរឹកក្បាលខ្លាំងម្ល៉េះបំផន់ភ្នែកប្រកាសជាអាស្វានោះប្រាល្បីបំផន់ភ្នែកហើយវាយស្ងោវាទៅពួកយើងទទួលស្គាល់ថាពួកយើងគឺខ្លាញ់ខ្លាយឲ្យគេដោះលែងលោកគ្រូបានទេបាទទេបើពួកយើងនិយាយថាខ្លាយផ្សព្វផ្សាយចេញទៅមិនអាចធ្វើដំណើរទៀតទេពួកយើងវាយមិនឆ្នះពួកបើឯងនិយាយច្រើនទៀតហើយពីឃ្លាខ្ញុំបើដែរបងថ្ងៃនេះឯងសំខាន់ណាស់យល់ទេទីចំណាប់អារម្មណ៍ពួកគេខ្ញុំនឹងសង្សារឆ្លៀតដល់ការទៅជួបលោកគ្រូខ្ញុំមានជំនាញខ្លះអាចទៅជាមួយបិសាចតូចតាចអត់ប្រមាណក្បាលដែរហាត់ជាមួយខ្ញុំម្ដងទៀតណាខ្ញុំជាមហាទេពស្បាវេកចាំដែរខ្ញុំជាមេធំមហាទេពអាមេរិកានៅខាងក្រៅមានបិសាច3ក្បាលមានម្នាក់អាងថាវាគឺជាមហាទេពស្មាមេឃមិនគឺលឿនម្លេះមិនទាន់ចាន់ទេព្រះអង្គនៅអ៊ុនឡើយជាល្អខ្លាំងណាស់ទឹកអ៊ុនស្រួលខ្លួនមែនយ៉ាយឺតមួយជំហានដល់ដែរហត់សុំអាម៉ាត់គ្រាន់ជាអត់ប្រមូលគ្នាព្រាមត្រៀមខ្លួនហើយទៅចូលសូមស្វាគមន៍យ៉ាងកក់ក្ដៅអើយភ្ញៀវជិះមកពីឆ្ងាយអត់បានចេញទទួលសួស្ដីនេះបានន័យថាម៉េចចាប់ដៃគោរពជាប្រពៃណីក្នុងតំបន់ពួកខ្ញុំបង្ហាញពីការគោរពបំផុតចំពោះភ្ញៀវកិត្តិយសឯណាលោកគ្រូខ្ញុំនៅខាងក្នុងនិយាយខាងនេះរញ៉េបន្តិចហើយក៏ប្រកាន់អីណាបងធំខ្ញុំនៅខាងក្នុងកំពុងចាំស្វាគមន៍គ្រប់ខ្ញុំស្វាគមន៍យ៉ាងកក់ក្ដៅហីបោហើយមុននេះបដិជនទាំង4អង្គកំពុងសម្រាប់ខាងក្នុងទើបមិនទាន់ចង់រំខានខ្ញុំឃើញលោកគ្រូពលលោកធ្វើដំណើរហត់លួយទ្រាំមិនបានទើបកម្ដៅទឹកជុះលើព្រឹបមួយឲ្យគាត់ងូតបំបត្តិការលួយហត់បដិជនពេលនេះមានអារម្មណ៍យ៉ាងម៉េចដែរឈប់ដល់កន្លែងដដែលទៀតទៅស្បែករបស់យើងជិះរលាត់អស់ហើយអូសិស្សទាំងអស់គ្នាយកល្អពួកឯងមកមុខជាមួយគ្នាមកទឹកក្តៅនេះស្រួលខ្លួនណាលោកគ្រូពួកកណ្ដាលខំទៅភ័យដូចសបល់ក្នុងឆ្នាំងក្តៅហើយលោកគ្រូមានអារម្មណ៍ងូតទឹកទៀតខោអាវពួកឯងពិតជាស្អាតណាស់អូបាត់យល់ហើយ
សូមជូនដំណើរសូមជូនដំណើរយ៉ាងកក់ក្ដៅ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  ខ្ញុំចំណានខ្លាំងណាស់ cái đạiស្អី អញមើលចោះមួយម៉ាត់ក៏មិននិយាយដែរតែបិសាចទាំងអស់នោះខ្លាចគេញ័រដោយកូនសត្វខ្ញុំចង់ដូរ ដូរស្អី ខ្ញុំចង់ធ្វើសុននៅខំវិញ ឯងកាត់ចិត្តទៅ អញមើលខ្ញុំដូចអត់អញមើលទៅមកចាប់បុញដូចគ្នា អេទៅច្បងធំដើរខាងមុខទៅមើលទៅមុខពើគ្រូងើយក្បាលលីដបងលើស្មាជំហានធំយោដៃអត់ទេខុសដៃហើយមិនក៏ទីនេះគ្មានមនុស្សម្នាក់សោះចឹង ពួកអាត្មាមកពីមហាឋានខាងកើតទៅភាគខាងលិចចម្លងធរឆ្លងកាត់ទីនេះចង់បិទបាត់ខ្លះៗណាញោម លោកមេភូមិហើយ លោកមេភូមិមកដល់ហើយលោកមេភូមិមកដល់ហើយលោកមេភូមិ មើលទៅពួកគេមិនដូចជាអ្វីដែលអ្នកនិទានរឿងនិយាយទេ អ្នកនិទានរឿង នៅទីនេះ បើដូចពួកអ្នកនេះហេតុអីមិនដូចថាក់ជ័យទៅសិស្សដែលឯងនិយាយ ខ្ញុំក៏មិនដែលឃើញដែរខ្ញុំក៏ទៅគេនិយាយតែប៉ុណ្ណោះ ពួកឯងឃើញទេនេះទៅជារបស់ពិតចាំឲ្យច្បាស់ទៅលើក្រោយបដូរចេញ បាទលោកមេភូមិ បើតែជាគុណទាំងឡាយភូមិរបស់យើងត្រូវបីសាច់កណ្ដោរំខានមិនដែលបានសុខឡើយផ្ទះនេះមួយនៅក្នុងភូមិត្រូវមានរួចអស់គ្មានសល់របស់ក្នុងផ្ទះមិនអាចទុកបានសូមបើតែជាគុណទាំងឡាយជួយកម្ចាត់គ្រោះឲ្យអ្នកភូមិទាំងអស់ផង ខ្ញុំគិតថាមិនរឿងធំទេងាយដូចបកជិះបកគលឲ្យពួកយើងចុះ អញ្ចឹងអរគុណហើយខ្ញុំបញ្ជាក់មនុស្សប៉ុន្មានអ្នកឲ្យជួយដល់ពួកលោក អេបាច់ទេគ្រាន់តែបីសាច់កណ្ដោបាក់ក្បាលមកដល់ហៅរួចហើយ មិនបានចាអញព្រមគ្រប់យ៉ាងបែបនេះអញក៏តែមើលសងខាងជ័យនឹងមិនឆ្ងាយប្រហែលទេបើមិនប្រញាប់ទេច្បាស់ទៅគេចាប់បានហើយ មិនយូរប្រហែលទេ ពួកយើងអាចវាយឈ្នះគេដែរ បាយទេប្រែតែឈ្មោះសេចបងធំទៅបានហើយទីនេះចុកចាញ់ វានៅខាងក្នុងនោះហើយ ពួកលោកថយក្រោយទៅទុកឲ្យពួកខ្ញុំចាត់ការបាច់ភ័យទេ ទីបំផុតឲ្យបង្ហាញខ្លួនហើយអ្នកភូមិឲ្យពួកយើងមកកម្ចាត់ឯងមិនក៏មិនឆាប់ចុះចាញ់ទៅ គ្រាន់តែបីសាច់តូចតាចប្រហែលអ្នកដឹងទេ បីសាច់ចុះចាញ់ឯងមិនដឹងថាពួកយើងជានរណាទេ ឯងជានរណា ឯងមើលច្បាស់ទៅម្នាក់នេះជានរណាឯងមិនស្គាល់ហ៎មកសេចបងធំណែនាំខ្លួនទៅខ្ញុំជាមកមហាទេពស្មៅមួយ អ្នកណាមិនស្គាល់ទេ ឃើញទេខ្ញុំប្រាប់ឲ្យតាកម៉ៅពួកគេមិនស្គាល់ពួកយើងទេ សូមមកទៅមហាទេពស្មៅមួយក៏ឯងមិនស្គាល់សេចបងធំខ្ញុំហាត់យុទ្ធសាស្ត្រ5000ឆ្នាំហើយនិយាយពីឋានៈវិញឯងហៅគាត់ថាលោកតាគាត់ដូចជាដូនតា18ចំនួនរបស់ឯងចឹង ជប់និយាយអត់បានការបើចង់វាយចូលមកបើមិនចង់វាយចេញទៅវិញយើងជាបីសាច់កណ្ដុរនៃការនៅទីនេះមួយជីវិតនេះក្រៅពីភេអ្នកណាក៏យើងមិនខ្លាចដែរសងសំអីកេងក្អាំងស្អី ពួកយើង3នាក់ចូលជាមួយគ្នាទៅ វាចាក់សោហើយទៅដល់មិនរួចទេ មិនក៏មិនថាប់ចូលមក ខ្ញុំមិនអាចវាយគ្នាទេ អើយអាម្នាក់នេះលឿនពេកហើយ ពួកឯងមកពីទីនេះមានតែប៉ុណ្្នឹងទេគ្មានបានកម្មមែន ឯងក្រែងឯងវាស្នៀតចំក្រោយហ៎មិនក៏មិនឆាប់ប្រើទៅ ស្នៀតចុងក្រោយនោះមកជីវិតប្រើបានតែម្ដង បានចឹងតែឯងចាំស្អីទៀតឯងចង់ឲ្យកណ្ដុរនោះសម្លាប់ឯងចោលមែនទេ កណ្ដុរយើងវឹកហាត់អស់50ឆ្នាំយើងមិនចង់លឺមនុស្សហៅយើងពាក្យពីបាត់នេះទៀតទេបាយវាទៅ បាយវាទៅលឿនឡើងឲ្យលឿនឡើង ងាប់ឌឺ
ហ៊ានដកឯងនៅមិនទាន់ក្រុមទៀត អាចារ្យ អាចារ្យ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  អាចារ្យ នេះជាអាលឹកដៃថ្មីដាំដាក់ផ្ទាត់ដៃទុកគ្រាន់ហូបតាមផ្លូវទៅ ទាំងនេះជានំប៉ាវទឹកចំហុយក្តៅៗហើយយកទៅ យ៉ាងបាច់ទេបាច់ទេ ផ្ដាច់ជាគុណនេះគឺខ្ញុំចំណាយពេលមួយយប់ដេវីពួកលោកធ្វើដំណើរឆ្ងាយសូមអញ្ជើញទទួលយកទៅ ឆាប់ឡើងឆាប់ឡើង ឆាប់ឡើងពួកគេមកហើយមកហើយ នេះជាទុកតែដាក់ខ្ញុំយកធ្វើដល់ខ្លួនឯងសុំយកវាទៅទុកប្រើទៅ យ៉ាងបាច់ទេបាច់ទេគ្រប់គ្នាល្អពេកហើយ យកទៅកុំគួរសមអី ច្រើនពេកហើយយំអស់ កន្លែងមានដករាយដែរតើលោកបញ្ចប់ម្នាក់សុទ្ធតែមានមហិទ្ធិឫទ្ធិហេតុអីលារបស់បណ្ឌិតមិនរួចខ្ញុំមិនលោកបញ្ចាស់ខ្ញុំសូមบอกលោកបញ្ចាស់រឿងមួយកូនស្រីខ្ញុំនៅភូមិក្រៅភ្នំចំបាយ200លីខ្វៃក្នុងភូមិពួកគេត្រូវបិសាចចាប់យកទៅបើពួកលោកឆ្លងកាត់សូមជួយផង មិនសាយអត់នោះចង់បះបោហើយលោកទុកចិត្តចុះពួកខ្ញុំច្បាស់จะយកក្មេងទៅនោះមកវិញសូមលោកបញ្ចាស់ធ្វើដំណើរបានសូមលោកបញ្ចាស់ធ្វើដំណើរបាន有毛毛的大豆沙，四个小羊线路马，修行壮志把头昂。大步流星过山岗，九曲迎风呼啦啦的天，妖怪见了马多长。出海没名呀，百姓见了齐花家。以前谁都欺负没脾气，现在虚惊气象有模样。រាល់ពេលដែលមើលអសរបដិជគុណទុកឲ្យយើងមានអារម្មណ៍ធូរស្រាលណាស់ សវរិកាព្រះអង្គនៅខាងក្រៅមានសង្ឃ4អង្គម្នាក់ថាជាមហាទេពស្មាមេឃ ស្អីមានរឿងបែបនេះផងបងប្រុសទី2យើងចេញទៅមើលមុនសិន បាទបន្តិចទៀតខ្ញុំទៅហើយ ទាំងអស់គ្នាត្រៀមអ្នកខាងមុខជាណាហ៊ានចូលទឹកដីពិសិដ្ឋយើងផង យើងគឺតាសុនរបស់ឯង ឆ្លោះទឹកមើលខ្លួនឯងមើលរូបរាងអាក្រក់បែបនេះហ៊ានខ្លាញ់ខ្លួនជាថងជិះទៅសើផង មិនឡំហ៎ ខានស៊ីសាច់មនុស្សយូរហើយថ្ងៃនេះយើងនឹងស៊ីសាច់សត្វពួកឯងទាំងអស់គ្នាទៅកំចាត់អ្នកខ្លាញ់បន្លំទាំង4នេះទៅយើងប្រាប់ឯង ចិត្តដល់ផ្ទះឯងហើយ 3ឆ្នាំហើយមិនដែលមកម្ដងទេឲ្យចឹងទៅមើលសិនទៅពួកឯងមិនប្រញាប់ទេ មិនចេះប្រញាប់ទៅយឺតមួយថ្ងៃពីរក៏មិនអីដែរជិះទុកអាហារនៅក្នុងផ្ទះលំអៃខ្លះងាយស្រួលធ្វើដំណើរ អស់ហើយម៉ែភ្លេចខ្ញុំម្នាក់អើយម៉ែខ្ញុំតាន់ចាយទេហូបច្រើនពេកងាប់ឲ្យឈឺពួកលោកជាណា វាបែភ្លក់អានេះមើលទៅ នេះជាស្អី នេះជានំប៉ាវបួសឆ្ងាញ់ដែរណាទុកឲ្យម៉ែខ្លះផង របស់នេះបានមកពីណា គឺអ្នកភូមិឲ្យ ឯងកុំកុហកម៉ែពួកយើងជាបិសាច បែពេលនេះពួកខ្ញុំអស់ចានណាស់ទាំងមនុស្សទាំងបីសាយគឺសុទ្ធតែក្រុម ឯង ពួក ចង់ ខ្ញុំ ធ្វើអីឲ្យប្រកប យកកំពីធរ គ្រប់គ្នាស្ដាប់ឲ្យច្បាស់កូនប្រុសខ្ញុំមកវិញហើយពេលនេះណានៅឡានស្ដាច់ឲ្យតម្លៃគេខ្លាំងណាស់ប្រៀបនឹងកូនទាំងអស់គ្នាគាត់បាយជាខ្លាំងណាស់មកចូលក្នុង ធប់ស្អែក នេះទៅកូនប្រុសរបស់ខ្ញុំ អ្នកមីស្ងប់អារម្មណ៍ស្ងប់អារម្មណ៍ គេគួរតូចរឿងនេះត្រូវអរគុណឯង3ឆ្នាំមុនខ្ញុំឲ្យគេទៅនៅជាមួយនឹងឯងនិងពូទី2ឯងអរគុណឯងទៅគេចូលបានក្នុងចិត្តមីងពេលនេះបានធូរហើយអេត្រូវហើយពូទី2ឯងតែយ៉ាងម៉េចហើយ ពូទី2 គេយ៉ាងម៉េចហ្នឹង រឿងវែងឆ្ងាយណាស់ លោកឯងនេះទៅទេទៀតហើយ អត់ទេបាយមើលទៅពេញបឹប នេះនៅពេញមានន័យថាមកក៏មិនបានផឹកដែរស្ពីទៅស្ពីមកមានប្រយោជន៍អី ខ្ញុំផឹក ទឹកនេះប្រកាសជាខូចហើយម៉ែទៅចាក់ថ្មីឲ្យ
មានវាផ្ទះល្អណាស់ប្រហែលថ្ងៃនេះឯងហត់នឿយហើយនៅផ្ទះខ្ញុំឯងចង់និយាយប្រហែលក៏និយាយប៉ុណ្្នឹងទៅមិនបាច់សម្លៀងប៉ែលទេពេលនេះអាចនិយាយបានហើយ បាន នៅល្អស្ដេចពិតជារវល់ណាស់ហើយ បើនៅល្អស្ដាយយើងការងារច្រើនណាស់ដូច្នេះទៅខ្ញុំបានមកវិញ ណៃយល់ហើយយុវជនទៅចេញក្រៅអ្នកដឹកនាំច្បាស់ជាប្រើច្រើនខំប្រឹងអស់លទ្ធភាពទៅរឿងផ្សេងកុំគិតអីផឹកតិចម្លេះហ่าផឹកទៀតទៅកុំធ្វើដូចពុកឯងបោះបង់ការងារល្អទៅហាត់យុទ្ធសាស្ត្រទេវតាពេលនេះហាត់ឡើងខ្លាយទៅជាឈួតហើយ អូត្រូវហើយពុកដីណា នៅសម្រាប់ខាងក្រោយ ខ្ញុំមកមើលពុកហើយនេះជាមិត្តរបស់ខ្ញុំ សរសៃលពូសនុខោថាក់ជេឯជូប៉ាជេ កុំឲ្យម៉ែស្ដាប់ឮខ្ញុំអត់ប្រាប់គាត់ទេ ប្រាប់ពុកមក ពុកកុំខឹងអីណាពួកខ្ញុំចេញពីល្អស្ដាយហើយចេញមកក្រៅខ្លួនឯងបន្លំជាសងខាងទៅភៀកខាងលិចចម្លងធေါ် ធ្វើបានល្អដល់ មិនអីទេមិនអីទេ ហើយអី លពូគ្រាន់តែសប្បាយចិត្តបានជួបនឹងកោប្រុសតែប៉ុណ្ណោះចាំខ្ញុំកំដរនឹងមាននិយាយគ្នាលេង បោះកុំសម្លាញ់ជួយយកស្រ័យពុកលាក់នៅក្រោមផ្ទាំងថ្មនោះ ពុកមិនកំពុងយកទៅទុកនៅកើត ដាក់ចូលពេលដែលពុកអាចដើរបានយូរឆ្នាំហើយមិនមានឱកាសផឹកកុំស្ដាប់ម្ដាយឯងធ្វើការនៅល្អភ្នំស្ដេចមួយជីវិតក៏គ្មានអនាគតដែរទៅចំណោះធေါ်គឺល្អមានកម្ពីពិតអាចត្រាស់ដឹងដល់ពេលនោះគ្មានអ្នកណាហ៊ានមើលងាយឯងទៀតទេក្បាច់ធំដែលពុកបរិញ្ញាឯងមុននោះរៀនដល់ណាហើយ អូនៅអន់តិច បើមិនដល់ពេលចាប់បាច់កំប្រើបើមិនចឹងប្រើម្ដងត្រូវបាត់បង់រូបរាងដើមកាលពីមុនពុករកបានកម្ពីអាចកំបាំងនេះក៏ចេញធ្វើឲ្យខ្លួនឯងទីបំផុតខ្វះមួយនឹងហើមប៉ុណ្ណោះហាត់បានសម្រាប់តែយើងគិតថាអស់សង្ឃឹមហើយក៏បោះបង់ចោលក៏ខ្លាចទៅជាបែបនេះប៉ុន្តែពុកសង្ឃឹមថាឯងបន្តកិច្ចការរបស់ពុកបើមិនចឹងទេជាតិនេះស្រាប់ទាំងស្ដាយក្រោយហើយ ពុកទុកចិត្តចុះពេលខ្ញុំយកកម្ពីធေါ်បានខ្ញុំនឹងមកវិញដល់គ្រួសារយើងទៅឋានសួគ៌ខាងលិចទៅរស់នៅដោយរីករាយ ពួកឯងទាំង4នាក់នៅខាងក្រៅមើលថែគ្នាផងត្រូវហូបអាហារឲ្យទៀងពេលផឹកទឹកឲ្យច្រើន កុំបារម្ភពេញណាមីពួកខ្ញុំនឹងមើលថែខ្លួនឯងបានល្អ មិត្តភក្តិឯងពីរនាក់នោះមិនសូវចូលចិត្តនិយាយសោះ បីសាយស្មាននោះថ្ងៃនេះកាត់តែល្អហើយមិនដែលធ្លាប់សើចទេជួបមនុស្សចិត្ត20 ម្នាក់នោះក៏ល្អដែរស្ពាយឯងបានធ្ងន់យ៉ាងនេះមិននិយាយច្រើនទេទំនេរចេះតែសម្លៀងប៉ែលពិតជាក្មេងល្អមែន ពេលនេះមិននិយាយច្រើនទេ ដែរយកស្រ័យពូមួយបានទៀតមក ណាមីមើលទៅដូចជាមិនចាស់សោះ មែនអី ស្នាមជ្រួញបន្តិចក៏គ្មានដែរ អីយូយមាត់ឯងផ្អែមខ្លាំងណាស់ ខ្ញុំនិយាយការពិត ខ្ញុំជឿតែចោះ ឯងជាក្មេងល្អពូនឹងបរិយាវិជាសិលដល់ឯងមួយមកចូលឲ្យ ពេល ចិត្ត សាយមួយនោះវិជាគុណរបស់គេអស្ចារ្យណាបែកគេទាំងពីរនាក់ដូចនៅលើដីតែមួយប្រភេទផ្នែកតែប៉ុណ្ណោះ ស្ដាប់បានហើយនៅក្បាច់នេះខ្លាំងណាស់យើងមិនប្រាប់អ្នកណាទេឯងមិន តម្លៃមកស្វាវិញកម្លាំងខ្លាំងខ្លាស្នៀតទេវតាបង្រួមដីបាយគេខ្ទុំជាក់ គេថប់គិតថាក្នុងចំណោមបងប្អូនយើងទាំង4នាក់ឯងខ្លាំងជាងគេប៉ុន្តែពេលនេះឃើញច្បាស់ហើយលបងស្វាលះកម្លាំងពិតរហូត ស្នៀតរបស់ស្វាប្រាំខ្ញុំដាក់ពោះឲ្យមួយកំតិចភ្នំនឹងជួយសម្បត្តិកម្លាំងកំតិចនោះធ្ងន់ណាស់អាចវាយទេវតាខ្លាយឲ្យខ្លាយជារូបដើមវិញ ទឹកក្នុងឃ្លោកនេះត្រូវផឹកឲ្យអស់មុនថ្ងៃត្រង់មួយថ្ងៃហោចណាស់បាន4ឃ្លោកពួកឯងមិនគេផឹកផងនៅក្នុងបំពេញខ្ញុំបានដាក់ដំឡូងផ្អែមខ្លះដែលខ្ញុំធ្វើដោយផ្ទាល់ដៃឲ្យពួកឯងឆ្ងាញ់ខ្លាំងណាស់គ្រប់គ្នាចាក់គ្នាទៅឯងហូបច្រើនទៅកុំឲ្យពួកគេហូបអស់ ចាំដំណឹងល្អពីពួកខ្ញុំបាយកុំជេរពុកខ្លាំងពេក ដឹងហើយចាំបាច់ឯងប្រាប់ដែរ ថាជេរដល់សិស្សរបស់គេទៅឆ្លងកាត់ទីនេះមែនទេទៅផ្លូវនោះមែនទេនៅខាងក្រោយមានមកក្រុមជាអ្នកបោកប្រាស់ខ្លាញ់ខ្លួនជាທາງជ័យនឹងសិស្សរបស់គេប្រហែលជាមកដល់ថ្ងៃស្អែកពួកលោកប្រយ័ត្នផង សងខាងនឹងសិស្សរបស់គេប្រហែលជានៅមិនឆ្ងាយពីពួកយើងបាន ពួក ទេ យើងធ្វើដំណើរទាំងយប់ទាំងថ្ងៃឈ្មោះទៅមុខ ប៉ាជេឯងមើលវត្តខាងមុខនោះទៅសរសេរថាម៉េចខ្លះ ឆ្ងាយពីហើយមើលអត់ច្បាស់សៀវអូវាជាស៊ីលេងអ៊ីន ល្អណាស់ពួកយើងចូលទៅបានទៅ
ព្រះអង្គមានសង្ឃ4អង្គមកដល់ដូចជាທາງជ័យទៅសិស្សរបស់គេថាមិនក៏លឿនម្លេះពិតមែនស្ដេចបិសាចគួរតែឆាប់សោយក្មេងៗទៅអស់នោះទៅយឺតពេលហើយឆាប់ទៅប្រាប់ថ្នាក់ក្រមរៀបចំខ្លួនប៉ាជ័យលោកសង្ឃទាំងអស់នេះមិនក៏មើលទៅម្នាក់ដូចជាកាយខ្លាំងម្ល៉េះ មិនទាំងអស់ទេមើលខ្ដោទៅមិនអីទេលោកសក់កន្ធាត់មួយនោះទឹកបុកស្លូតពោតដាស់ អ្នកដែលមកជាທາງជេងនឹងសិស្សមែនទេអើពិតមែនហើយលោកប្រតិចាក៏ស្គាល់ខ្ញុំដែរមែនទេ ប្រដេផ្ដាឃើញព្រះយូឡាយហើយមិនក៏មិនថ្វាយបង្គំ អូព្រះយូឡាយ ព្រះយូឡាយ ខ្ញុំសិនពួកខ្ញុំសូមចេញទៅក្រៅផ្លែត មិនយល់គេនិយាយថាព្រះយូឡាយមែនទេ ពួកគេមិនស្គាល់យើងទេឬមួយថាយើងពួកយើងធ្វើមិនដូច មិនអត់ភៀកខាត់លែងឆោយ មើលទៅមិនខុសទេនោះគឺព្រះយូឡាយអំបញ្ញមិញនេះមិនស្គាល់អាចមានបញ្ហាទេ អូមើលទៅគ្មានបញ្ហាទេស្ងាត់ទាំងអស់ មិនគួរចឹងទេពួកយើងហាត់រៀនកន្លះច្រាប់ហើយមិនអាចខុសឡើយយល់ល្អចាត់ការពួកគេតែម្ដងទៅ បានចឹងពួកយើងគួរធ្វើយ៉ាងម៉េចទៅ ឯសួរគេពីគម្ពីរធរទៅរួចហើយពួកយើងប្រចាំចាក់ចេញ ខ្ញុំ កុំទាសាពេលនេះពួកយើងមិនមែនជាគូប្រកួតរបស់ស៊ុនអ៊ូខុងទេចាប់មានពេលហូបក្មេងៗសិន ពេលវេលាសំខាន់មកដល់ហើយក៏បញ្ញាយាយគ្រប់គ្នាត្រូវតាំងស្មារតីឡើងជោគជ័យឬអត់គឺអាស្រ័យលើកនេះហើយ ខ្ញុំព្រះអង្គមានភ្នែកមិនស្គាល់ភ្នំថៃសានខ្ញុំព្រះអង្គທາງជ័យនៅសិស្សថ្វាយបង្គំព្រះពោធិសត្វ ทางជេងតាមការស្មានរបស់យើងថ្ងៃស្អែកអីមកដល់មិនក៏មកដល់ថ្ងៃនេះ សម្មាសម្ពុទ្ធខ្ញុំព្រះអង្គធ្វើដំណើរទាំងយប់ទាំងថ្ងៃចង់បានគម្ពីរធម៌អាចនឹងលឿនបន្តិចហើយ ធ្វើដំណើរហត់លឿយហើយពួកលោកទៅសម្រាប់សិនទៅ មិនបាច់សម្រាប់ទេពួកខ្ញុំព្រះអង្គប្រញាប់ត្រឡប់ទៅឆាងអានវិញអាចយកគម្ពីរពេលនេះបានទេ កុំប្រញាប់អីកុំប្រញាប់អី អេលោកគ្រូមើលចុះអេយកគម្ពីរធរបើសាយក៏ខ្លាចជាព្រះដែរ ព្រះពោធិសត្វទូលតាមត្រង់ចុះសិស្សខ្ញុំព្រះអង្គទាំងអស់ចង់ខ្លាចជាព្រះគ្រាន់តែអានគម្ពីរធម៌តែអាចទៅរួចទេ ប្រកាសហើយអានគម្ពីរ100ចប់នឹងខ្លាចជាព្រះភ្លាម សូមព្រះពោធិសត្វប្រទានគម្ពីរ ទេវតាឈើកចិនចា ក្រាបទូល ពួកឯងទៅខាងក្រៅរៀបចំគម្ពីរទៅក្រាបទូល ស្ដេចបិសាចតាមគម្ពីរនៅឯណាទៅ តែបិសាច និយាយព្រះផ្ដាស់ឆាប់ទៅរៀបចំទៅច្រឡំមាត់ក្រាបទូលទេវតាទៅពីនេះរៀងកំ pl ៃបន្តិចហើយ ខ្ញុំព្រះអង្គ លោកនិយាយទៅ តើព្រះពោធិសត្វឲ្យគម្ពីរអ្វីមកខ្ញុំព្រះអង្គ យើងឮថាពួកលោកនៅទិសខាងកើតពេលនេះចង់បានគម្ពីរអ្វី តើគម្ពីរអី ឆាប់និយាយទៅឆាប់ឡើង លោកជាសង្ឃជាន់ខ្ពស់នៃនគរທາງមិនចាំឈ្មោះគម្ពីរទេ ប្រកាសជាចាំឈ្មោះគម្ពីរប៉ា
ព្រះពោធិសត្វប្រហែលជាមិនធ្លាប់ឮដោយសារតែនៅឆ្ងាយពេកក្លាមធំគម្ពីរធម៌លើលោកមានរឿងអីព្រះពោធិសត្វមិនស្គាល់នោះគម្ពីរនេះយើងធ្លាប់ឮហើយសរសេរបានល្អធ្វើឲ្យមនុស្សចង់អានមិនចេះឈោកទីត្រូវហើយយើងចង់ស្ដាប់ທາງជ័យសូត្រគម្ពីរនេះតើបានទេ លោកគ្រូក៏ដាក់ក្តៅខ្លួនពីថ្ងៃហើយពុកក៏ផ្សឹង ព្រះពោធិសត្វចង់ស្ដាប់ការសូត្រគម្ពីរពួកឯងដោះសារស្អីនីម៉ូស៊ីសាវ៉ាជីស៊ីគូណាអីសូលីប៉ាស៊ីកោចាំបាសាកាន់នេះមកតាជីហើយមកមុំមកចឹងកាន់នេះ អោខ្ញុំបកស្រាយទៅនេះគឺជាការសូត្រធម៌ដែលលោកគ្រូក៏ដាក់បង្កើតឡើងខ្លួនឯងគឺប្រើភាសាតំបន់សំឡេងខ្លាំងដូចទៅរកកំពុកសឹកផ្សៀវដូចសត្វល្អិតស្រែកដើរដៅការប៉ែក្រៀមស្វិតសំឡេងធ្លាក់លើដីសំឡេងបរិជាស្រែកខ្លាក្នុងសវនាការសំឡេងខ្សឹបផ្សៀវរបស់ប្រជារាស្ត្រសាមញ្ញពេលខ្លះសូត្រទៅមុខពេលខ្លះសូត្រមកក្រោយដូចជាផ្កាយនៅលើយឺកជ្រៀងអបអរខ្លួនឯងតស៊ូយកកំពីចឹងបាយដោយក្តីសុបិនមិនដឹងប្រពុទ្ធិស័ក្តិវាយតម្លៃយ៉ាងម៉េចដែរทางใจសូត្រគម្ពីរសំឡេងខ្ពស់ច្បាស់សំឡេងកណ្ដាលមានលំនឹងសំឡេងទៀបខ្លាំងក្លាបិទភ្នែកស្រាប់តែមើលឃើញនគរທາງដ៏ធំប្រជារាស្ត្ររស់នៅបានសុខសាន្តពិតជាសង្ឃដ៏ខ្ពង់ខ្ពស់គម្ពីរពិតប្រកបសូត្របានយ៉ាងរំជួលចិត្តធ្វើឲ្យរំភើបពិតជាមនុស្សទី1នៅក្នុងប្រវត្តិសាស្ត្រពិតប្រកបមែនល្អដល់ថ្ងៃត្រង់ហើយនិមន្តឆាន់បាយហើយសម្រាប់ទៅមិនអីទេខ្ញុំព្រះអង្គចាំនៅត្រង់នេះបានយើងអរគ្នាហត់នឿយហើយមិនអីទេពួកយើងមិនហត់ទេហើយអីពួកឯងរឹងរូបម្លេះមកឆ្ងាយស្រាល្អរៀបចំឲ្យពួកឯងហើយមិនដល់មិនទាន់បានឆាន់មួយម៉ាត់ក៏ចេញទៅវិញអូយមានស្រាពិតជាល្អខ្លាំងណាស់ខានផឹកស្រាតាំងពីយូរមកហើយធ្វើអញ្ចឹងទើបត្រឹមត្រូវខ្ញុំអាចនិយាយបន្តិចបានទេជាអ្នកបួសមិនអាចផឹកស្រាទេតើពួកឯងជានរណាហើយចូលពួកឯងជានរណាលែងធ្វើពុតហើយពួកឯងទាំងអស់គ្នាឆាប់បញ្ចេញធាតុពិតទៅនេះឬដំបងមាសរបស់ឯងដូចឯខ្នងយើងចឹងឈប់លេងទៅតែបិសាចមើលនោះអាគីងគក់សំអុយនេះជាការបំផាន់ភ្នែកទេបំផាន់ភ្នែកក្បាលឯងអីពួកឯងបន្លំខ្លួនពួកឯងហ៊ានប្រមាថអ្នកស្វែងរកកំពីធម៌ផងប្រយ័ត្នយើងទៅប្តឹងព្រះពោធិសត្វពិតប្រកបវយពួកឯងមិនខ្មាស់គេទេពួកឯងត្រូវបានបោះក្រាស់ហើយសាច់មិនសម្រាប់ពួកគេទៅបិសាចនេះពិតជាខ្លាំងណាស់មិនដូចជាបិសាចដែលពួកយើងធ្លាប់ជួបមុនទេពេលនេះសុនអ៊ូខងអស់ដបងហើយធ្វើយ៉ាងម៉េចទៅកុំបារម្ភទៅដល់ភូមិខាងមុខរកមួយទៀតទៅច្បាស់ជាមានវិធីពួកលោកជាបដិជគុណថានឹងសោះមែនទេក្បីឆាប់ចេញបោសុនអ៊ូខងមកដល់ហើយព្រឹទ្ធាចារ្យប្រហែលថ្ងៃមុនពួកខ្ញុំបានផ្ញើប្រៀបនាំសារប្រាប់ថាពួកលោកមកអ្នកភូមិពួកខ្ញុំរងចាំតែយប់ថ្ងៃទីបំផុតពួកលោកមកហើយភូមិនាងហ៎មេភូមិចាងខាងជើងអូអញ្ចឹងនេះគឺភូមិសានស៊ីហើយត្រូវហើយឪពុកនាងប្រាប់ថាក្មេងៗនៅទីនេះត្រូវបិសាចចាប់ហើយក្រែងនៅទីនេះដែរបានចាប់ទៅហើយពួកខ្ញុំគ្មានជំរឿទេដូច្នេះមានតែយកក្មេងៗដែលនៅសេសសល់លាក់ទុកលឺយូរហើយថាព្រឹទ្ធាចារ្យខ្លាំងប្រកែមកសូមព្រឹទ្ធាចារ្យមានមេត្តាជួយក្មេងៗផងសូមមេត្តាជួយគ្រប់គ្នាឆាប់ក្រោកឡើងទុកអស់គ្នាទុកចិត្តយកខ្ញុំសន្យាជាមួយមេភូមិហើយពួកខ្ញុំច្បាស់ជារំក្មេងៗទៅវិញព្រឹទ្ធាចារ្យល្អមិនអាចកាត់ថ្លៃបានអ្នកមានគុណប្រាប់មកបិសាចនោះដែរណាអ្នកមានគុណនៅខាងក្រៅភ្នំពីយេស៊ីវឡៃអ៊ីនខ្ញុំនិយាយឲ្យពួកគេមិនមែនមានតែក្មេងៗប្រហែលអ្នកទេនៅមានទៀតចាប់ពួកគេទាំងអស់គ្នាទៅចាប់រត់ទៅលើឡើយកូនទៅឆាប់រត់ទៅកូនព្រឹទ្ធាចារ្យបិសាចសូមបិសក់នាងមួយសរសៃក៏មិនអាចបានដែរអូយកំចាល់មកកុំតិចភ្នំរំជួយសបតហាត់ទេ
មិនអន់ប្រមាណទេ អូខុងសាជីង សូមឬក៏មេក្រុមចាប់ក្មេងប្រុសស្រីបាន5នាក់ពួកទាំង5នាក់ចាប់ថ្ងៃមុនគឺ10នាក់ហើយគ្រប់គ្រាន់ហើយ ប្រតិចា សម្ដែងបានល្អទៅតាមយើងទៅវិញស្ដេចបិសាចចង់ជួបពួកឯង ពួកលោកជាក្រុមតែមួយមែនទេ អូបែរទេពួកខ្ញុំជាអ្នកស្វែងរកគម្ពីរធម៌តើ ស្វែងរកគម្ពីរធម៌សមត្ថភាពប៉ុណ្ណឹងចង់ទៅចម្លងធម៌ផង លោកម្ចាស់ឈប់ជាន់ពួកគេទៅសូមទុកជីវិតឲ្យគេផងលោកម្ចាស់ ប្រាប់គេទាំងអស់គ្នាទៅតើពួកឯងជានរណា ពួកខ្ញុំបន្លំខ្លួនជាសង្ឃທາງបន្លំខ្លួនជាសង្ឃທາງចេង នឹងខ្លួនឯងជានរណាហើយនៅមើលច្បាស់ទៅគ្រាន់តែជាសត្វព្រៃមួយក្បាលតែប៉ុណ្ណោះឆាប់ប្រាប់សាច់ញាតិបងប្អូនបើឃើញអ្នកបោកប្រាស់ទាំង4នាក់ដែលខ្លាចបន្លំជាທາງជ័យនៅសិស្សរបស់គេទៀតវាយឲ្យស្លាប់ទៅឯងអូពួកវាទៅជាមួយគ្នា គោលរបស់ខ្ញុំ ខ្ញុំគ្មានចិត្តតែកុហកទាំងអស់គ្នាទេពួកនាងពិតជារកខ្ញុំមែនអូយ បោកប្រាស់ពួកឯងនៅសម្ដែងទៀតពួកឯងសម្ដែងទៅតែប្រាស់ទៅចិត្តទៅ បែរទៀតទៅ តែសម្ដែងណាស់ ចិត្តបាក់ទេ ដឹងថាពួកឯងសំណាងល្អហើយទេវតាទាំង4មុននេះសម្ដែងអត់ណាស់ស្ដេចបិសាចកោតសរសើរការសម្ដែងរបស់ពួកឯងឲ្យសម្ដែងបន្តទៀតនេះជាសម្ភារបំពាក់ទេវតានៅខាងក្រោយបដូរហើយហាត់សម្ដែងទៅ ខ្ញុំអត់ទេខ្ញុំចង់យកគម្ពីរធម៌ អញនៅមិនតាន់យល់ទៀតហ៎អំបញ្ញវិញអ្នកភពដឹងហើយថាពួកយើងខ្លាញ់ខ្លាយដំណឹងនេះនឹងលឺដោយភ្លើងឆេះព្រៃពួកយើងមិនអាចបន្តទៀតបាន ពួកឯងមិនអាចទៅរួចទេដឹងថាហេតុអីទេព្រះយូឡាយនឹងសុនអ៊ូខុងស្គាល់គ្នាតាំងពីយូរណាស់មកហើយ500ឆ្នាំមុនសុនអ៊ូខុងអុកឡុកឋានសួគ៌ស្គាល់ព្រះយូឡាយជ្រូកប៉ាជេនិងអរិយទឹកសាជេក៏ទេវតាចាប់កំណើតដែរທາງជេជីវិតរបស់មហាក្សត្រឯងគិតថាអ្នកណាក៏អាចចម្លងធម៌បានដែរត្រឹមពួកឯងប្រមាណអ្នកដឹងយើងគិតថាពួកឯងត្រូវនៅទីនេះបំពេញខួរក្បាលឲ្យបានល្អដើរតាមស្ដេចបិសាចជាជំរឿសល្អរបស់ពួកឯង ខ្ញុំមិនចូលរួមជាមួយពួកឯងធ្វើអាក្រក់ទេ មិនចេះដឹងគុណបិសាចប្រមាណអ្នកចង់ចូលវត្តលៃអ៊ីងតែរមមិនបានបិសាចតាំងសិលរាប់រយឆ្នាំដើម្បីកាំងងារនៅទីនេះសុកចិត្តលៀងចានឆ្នាំធ្វើកាំងងារធម្មតាឯងនៅរើសអើងទៀតដែរចាប់បដូរសម្ភារបំពាក់ហាត់សម្ដែងទៅបន្តិចទៀតស្ដេចបិសាចនឹងមកមើលពួកឯងហើយ និយាយតាមត្រង់ចុះទីនេះល្អជាឡាងព្រំស្ដាច់ឆ្ងាយណាស់ ក្មេងគិតយ៉ាងម៉េច មហាទេពលោកគ្រូត្រូវតែជួយខ្ញុំមានបិសាច4ក្បាលបន្លំខ្លួនធ្វើជាពលលោកហើយសម្រាប់បងប្រុសខ្ញុំទៀតអមិនក៏លោកនៅទីនេះខ្ញុំសួរតាមផ្លូវទៅភៀកខាងលិចបន្ទាប់មករកឃើញសាររបស់ពលលោកនៅក្រៅវិហារទើបដឹងថាពលលោកប្រកាសជានៅទីនេះខ្ញុំសូមបងមហាទេពជួយសងសឹកឲ្យបងប្រុសខ្ញុំផងពួកខ្ញុំខ្លាចទេ4អ្នកនោះទើបជាមនុស្សពិតកុំលេងសើចពេកមើលជាការពិតពួកខ្ញុំខ្លាចទេ មិននឹងអាចទៅប្រតិចាទាំង4នាក់រូបរាងទៀងត្រង់សុចរិតកៅភ្នែកមានពលឺ4នាក់នោះទើបសំខ្លាយបន្លំមិននឹងអាចព្រៀបជាមួយពលលោកបានបើកភ្នែកឲ្យមើលច្បាស់ទៅខ្ញុំគ្រាន់តែជាជ្រូកព្រៃអាក្រក់មួយក្បាលប៉ុណ្ណោះគេមិនជាសងທາງទេគេជាគីគក់ដែលគ្មានចេះអីក្រៅពីរអ៊ូទេហើយមើលគេទៅស៊ុបអីពុកបត់ក៏យកពីរោមស្វាធំដែរខ្លាយទេបំផន់ភ្នែកទេមើលគេទៅកំសាកខ្លាយមនុស្សនៅភ័យនៅឡើយទេមកដល់ពេលនេះស៊ុំអីពាក្យមហាទេពក៏មិនចេះនិយាយដែរខ្ញុំមិនជឿទេលោកកុហកខ្ញុំ ពួកលោកកុហកខ្ញុំតែពួកគេចង់ស៊ីក្មេងៗពួកយើងមិនអាចអង្គុយមើលនៅជាអ្នកស្វែងរកគម្ពីរធម៌ទៀតទេមើលចោ
ឯងមិនមែនជាអ្នកចម្លងធွာទេឯងគឺស្វាធំក្មេងៗទាំងអស់នោះមិនតាក់ទងនឹងឯងទេបិសាចស៊ីពីនោះជារឿងធម្មតា ក្មេងៗនៅតែត្រូវជួយតិចទៀតខ្ញុំទៅបបព្រះអង្គប្រហែលជាអាចទៅរួចពួកលោកនៅធ្វើពុតទៀតខ្ញុំពេញចិត្តទៅហើយ បង្គំយកពួកគេទៅ4នាក់រៀបចំឲ្យគេវឹកហាត់នៅទីនេះស្ដេចបិសាចមូលចុះហើយនេះបន្តបដូរក៏ឲ្យទៀតកាយសាយທາງជ័យទៅបណ្ដល់ហើយបើសិនជាត្រោះត្រួយពួកឯងប្រកាសជាមានបញ្ហាឯងជឿទេណា អូខ្ញុំយល់ហើយពួកអញក៏ចង់ចាប់បិសាច4ក្បាលនោះដែរមែនទេ ក្រាបទូលស្ដេចបិសាចពួកគេគឺជាបិសាចដែលតាមទូបង្គំមកដល់ទីនេះក៏តែពេលរំខានទូបង្គំវឹកហាត់ អញ្ចឹងតើបាននៅធ្វើពុតទៀតខ្ញុំយល់ហើយ យល់ហើយអាម្នាក់ចើមលៀងនោះពួកយើងទៅចាប់បិសាច4ក្បាលជាមួយគ្នា មកតាមខ្ញុំពួកយើងទៅត្រៀមជាមួយគ្នា ល្អណាស់លោកបោកខ្ញុំបានទេពួកលោកទៅជាអ្នកស្វែងរកកំពីធម៌ពិតប្រាកដពេលចាប់ពួកគេបានខ្ញុំត្រូវតែសម្លាប់អាស្វាខ្លែងៗនោះដែលផ្ទាល់ដៃសងសឹកឲ្យបងប្រុសខ្ញុំ ព្រះអង្គ ព្រះអង្គទូបង្គំសន្យាថានឹងធ្វើជាអ្នកសម្ដែងទាំង4ឲ្យទ្រង់ ចរចាជាមួយស្ដេចបិសាចមិនចង់រស់ហើយពួកឯងចង់ស៊ីសាច់ថងជ័យមើលទេ ពួកយើងអាចដែរ អ្នកសម្ដែងទាំង4យ៉ាងហោចណាស់ក៏បានក្រលៀន2ដែរ អេទីនេះពិតជាក្រំបានជឿនៅឡើងព្រមស្ដេចមែន យើងស៊ីក្មេងៗដើម្បីបង្កើនកម្លាំងទើបអាចយកឈ្នះស៊ុនអ៊ូខុងពួកឯងក៏បានសាច់ថងជ័យដែរពេលនេះពួកឯងយល់ហើយឬនៅឆាប់ទៅដូរកៅអៅទៅ នេះចាប់អីទៀតមកពួកឯងមកដូរខ្ញុំដូរ សុំទោសពេលឯងជួបខ្ញុំដំបូងមិនបានប្រាប់ខ្ញុំរឿងនេះទេខ្ញុំតែចង់បានសាច់ខាងជើងរហូតមកពេលនេះមានហើយនៅចង់បានអីទៀតខ្ញុំនៅមានឪពុកម្ដាយប្អូនប្រុសប្អូនស្រីទៀតបើពួកគេបានស៊ីសាច់ខាងជើងមិនល្អទេអី ក្រាបទូលព្រះអង្គខាងនេះធំពេកហើយ ពាក់ក្បាំងមុខទៅមកណែ ព្រះអង្គពិតជាអស្ចារ្យមែន គ្រាន់បើហើយ ហើយដែលបានជាឯងមិនបដូរ để chậm mấy tiết chậm bắt đầu cái áo tư ឆាប់ឡើងឈប់រឹងក្បាលទៅ មានសាច់ថងជ័យហើយមិនស៊ីយើងមិនជឿថានៅមានបិសាចបែបនេះទៀតនោះទេ ខ្ញុំមិនជប់បិសាចទេខ្ញុំជាមហាទេពស្មៅមេឃ America ស្ដេចបិសាចអាសនៈបូជារៀបចំរួចហើយសូមយើងពិនិត្យ នេះក្រុមខ្លារខិនបោះគេចូលក្នុងគុកដាក់ទោសឲ្យធ្ងន់ធ្ងរចាំមើលគេមិនស្ដាប់បង្គាប់ទៀតទេក្រាបទូលនាំគេទៅ មេក្រុមខ្លារខិន រត់ហាត់ទៀតទៅបើមិនចឹងគុំសង្ឃឹមបានសាច់ថងជ័យស៊ី ការពិតស្វាក្បាលរឹងមែននៅពេលគេស្ងប់អារម្មណ៍ខ្ញុំបញ្ចុះបញ្ចូលគេម្ដងទៀតពួកយើងតែ3នាក់ចាប់ផ្ដើមវឹកហាត់ទៅសេចក្ដីទី2ខ្ញុំ ពេលនេះឯងលែងជាសង្សារទៀតហើយអាចនិយាយបានអាចធ្វើអី ខ្ញុំចង់ទៅវិញ
ទៅណា ត្រឡប់ទៅភ្នំឡាំងឡាំង មិនចង់ស៊ីសាច់ថាជ័យទេហ៎ ខ្ញុំមិនអាចនិយាយថាចង់ហូបសាច់ທາງជេងទេពេលខ្ញុំមកជាមួយនឹងពួកឯងនិយាយថាទៅចំណងធေါ်ដើម្បីមានជីវិតអមតៈមែនទេបានស៊ីសាច់ທາງជេងច្បាស់ជាមានជីវិតអមតៈដើម្បីបានសង់ທາງជេងពួកគេត្រូវស៊ីក្មេងៗទាំងអស់នោះសិនខ្ញុំមានអារម្មណ៍ខុសធ្ងន់ណាស់លើលោកនេះគ្មានអីត្រឹមត្រូវមិនត្រឹមត្រូវនោះទេចង់រស់នៅឲ្យបានល្អទៅឈរខាងអ្នកខ្លាំងមិនខុសទេកាលពីមុនឯងក៏បោកប្រាស់គេដើម្បីស៊ីដែរនៅធូរក្រុងបាស្អីស្មានថាគ្មានពួកឯងយើងលីមិនបានមែនទេសុំសិនចេញទៅបត់ស្ដាំទៅតាមទ្វារចំហៀងអត់មានអ្នកយាមទេចប់ទឹកបែបនេះមែន មិនបានចាអញឲ្យគេទៅឯងក៏សង្ស័យខ្លួនឯងដែរហ៎ជប់ស្រាក់ស្ទើរទៅដុតបំវិចនេះចោលកុំឲ្យនឹកឃើញរឿងកាលពីមុនចាំខ្ញុំត្រឡប់បិសាច់តូចមួយជំនួសភេឯងប្រញាប់ទៅស្លេចបិសាច់អាស្វានោះបដញ្ញាថាមិនព្រមទេតើគូធ្វើយ៉ាងម៉េចថ្ងៃនេះមិនឲ្យមានឈាមនៅក្នុងវិហារទេទៅក្រោយភ្នំទៅក្រាបទូលស្ដាយក្រោយទៀតមានបណ្ដាំអីចុកក្រោយទៀតខ្ញុំជាមហាទេពស្មើមេទៅដោយដល់ទៅមុខលោកចុះទៅហើយខ្ញុំស្ដាប់ឮអស់ហើយលើកនេះលោកនិយាយដល់ខ្លួនឯងលោកថាលោកជាមហាទេពស្មើមេឃខ្ញុំមិនដឹងថាពួកលោកកំពុងតែសម្ដែងអីទេប៉ុន្តែអ្វីដែលខ្ញុំមិនយល់នោះគឺហេតុអីបានជាលោកចង់ឲ្យខ្ញុំស្លាប់យ៉ាងណាខ្ញុំជាមិត្តទ័ពទី2របស់សបុកឆ្កែដែរចាក់ការបិសាចទុយតាញដូចជាពួកឯងនិយាយដូចបកជែងចឹងបើជុំសាក់នេះទៅក្បាលគោគ្មានគូព្រៀបគេស្លាប់ហើយនៅគោតែស្លាប់ហើយក្បាលគោគ្មានគូព្រៀបក្បាលគេរឹងជាងក្បាលឯងទៀតរឹងដូចដែកថែបប្រក់ហ៎ប្រក់
Dạ Lại dân tử Lại dân tử Lại dân tử Lại kề tử ប្រើថ្មទូចតៃមួយនេះចាំបីបរហាយូ Cho mùi đi vĩnh ឥឡូវនេះគួរធ្វើយ៉ាងម៉េច Aiទៅយកកំពីធម៌បាននេះ គុំចេះតែសួរសំណួរនេះទៀតផ្លូវនេះទៅមិនរួចទេ ទេពួកយើងទៅយកកំពីធម៌ ព្រះយូឡៃពិតជាស្គាល់សុនអូខុងមែនណាទៅយកយ៉ាងម៉េចទៅ ពេលនេះពួកយើងបាច់បន្លំជាពួកគេទេទៅដោយខ្លួនឯងហេតុអីពួកគេអាចទៅបានឬឲ្យពួកយើងទៅបាន ថ្ងៃ15កើតពេញបរមីការបូជាក្មេងៗសូមស្ដេចបិសាចយាងស្រង់ទឹកដូរព្រះភ័ក្ត្របិសាចចិញ្ចាំលឺនឹងស៊ីក្មេងៗហើយធ្វើយ៉ាងម៉េចទៅ បើមិនជួយក្មេងៗទៅយកកំពីធម៌មានន័យអីក្មេងៗទុកន័យដាខ្ញុំដឹងនៅក្នុងគុកឃុំជាមួយខ្ញុំ ទីនេះមានកងទ័ពយាមតឹងតែងណាស់តើជួយយ៉ាងម៉េច ក្រែងពីមុនឯងធ្លាប់កាត់រោមគេធ្វើពុកមាត់លើកនេះឲ្យគេខ្ចីរបស់ឯងម្ដងទៅ ទីចាំធ្លាក់ដែរទេ អត់ទេ ហេតុអីបិសាចស្វានៅលើគេ គេស្គាល់ផ្លូវ អីចុះហេតុអីបានជាខ្ញុំនៅក្រោមគេ ឯងខ្លាំងដោយសារស្ពីមកវិញធ្ងន់ទាំងនោះបត់ស្ដាប់ប្រយ័ត្នជន់ដើរជន់ដើរ ព្រះអង្គ អេ ដល់ពេលហើយទៅយកក្មេងៗមកស្ដេចបិសាចមិនអីទេ បើកទ្វារ ចាប់ទៅអេលើកដៃខ្ពស់បន្តិចទៀតអេដៃរបស់ឯងយ៉ាងម៉េចហ្នឹងលើកមិនរួចហ៎ ស្ដេចបិសាច ព្រះអង្គទូបង្គំកំពុងតែបង្ហាត់ពួកគេធានាថាថ្ងៃស្អែកប្រកាសជាល្អឥតខ្ចោះដឹងយើងដឹងហើយ ស្ដេចបិសាចប្រាប់ពួកយើងក៏បានដែរមិនបាច់មកដល់ខ្លួនឯងទេពួកយើងទៅជួបស្ដេចបិសាចទៅដល់ផ្ទាល់ស្ដេចបិសាចនោះជាទីធ្លាខាងក្រោយអាសនៈនៅខាងមុខឯនោះស្ដេចបិសាច ឯងយើង ស្ដេចបិសាចមិនក៏មានបន្ទុករដេបរដប់បែបនេះស្វាមធំព្រះអង្គចង់យើងទៅណាគឺទៅនឹងត្រូវការពួកឯងប្រាប់ដែរមែនទេលោកទៅរៀបចំអាសនៈទៅឈប់ដើរតាមព្រះអង្គទៀតមែនទេព្រះអង្គក្រាបទូលហើយចោះខ្ញុំមកពីណាទៅនឹងវិញទៅល្អណាស់
ជាមួយគ្នាទៅ ខ្ញុំនៅចង់មកស្លាច់ថងចេញ ថ្ងៃក្រោយជួបគ្នា ពួកយើងនៅពេញៗទៅណា កាន់តែឆ្ងាយកាន់តែល្អស្អែកស៊ូនអ៊ូខុងមកដល់ហើយ ពួកឯងក្រាបទូលដូរសម្លៀកបំពាក់ ក្រាបទូល ស្ដេចបិសាចសម្លៀកបំពាក់បាត់ទៅហើយក្រៅបីនេះឯងគេក្អាងណាស់ហើយនេះមិននិយាយស្ដេចបិសាចហើយណាក្មេងៗមិនបែរស្ដេចបិសាចយកទៅទៀតហើយនៅជាមួយយើងច្រើនឆ្នាំហើយគ្រាន់តែមុខយើងក៏ចំណាំមិនបានដែរអ្នកណាហ៊ានបំផ្លាញរឿងល្អរបស់យើងឆាប់ក្រោកឡើង រួមគ្នាទៅ ឆាប់ទៅ ឆាប់ទៅពួកឯងទៅមុនទៅ ហើយចុះឯង ឯងភ្លេចហើយខ្ញុំមានស្នៀតចុងក្រោយ ក្រែនិយាយថាក្បាច់នេះមួយជីវិតប្រាប់បានតែម្ដងទេ គឺពេលនេះហើយ ពួកយើងទៅ ការពិតគឺឯងសោះស្រាអញ្ជើញមិនផឹកចង់ផឹកស្រាពីនៃឆាប់ប្រគល់ក្មេងៗឲ្យយើងភ្លាម ត្រូវឆ្លងកាត់ខ្ញុំមុនសិន ឆ្លងកាត់ឯងអាចធ្វើស្អីបាន មើលទៅខ្ញុំមានស្នៀតចុងក្រោយមួយនេះមានន័យថាហាត់យុទ្ធសិលបានត្រឹមត្រូវហើយមើលទៅនេះជាព្រំលិខិតហើយថ្ងៃនេះខ្ញុំត្រូវប្រើលើឯង ស្នៀតចុងក្រោយឯងមានស្នៀតចុងក្រោយស្អី ទៅព្រះច័ន្ទព្រះអាទិត្យផ្កាយរះជាជួរផ្លាស់ទៅគ្រប់យ៉ាងពពកនឹងភ្លៀងធ្លាក់មកមើលតាមចិត្ត Uầy, chủ tư. ក្បាលរឹងមែន ឯងចាំមើលទៅពេលសុនអ៊ុខុងមកដល់ឯងចំខាតទីធ្វើអាក្រក់ប្រយ័ត្នធ្លាក់នរក18ជាន់ យើងបញ្ជូនឯងទៅឋាននរកមុន ជប់សិនប្រងតោះឲ្យទូបង្គំចាត់ការគេមេឃដីវិលជុំប្រច័នព្រះអាទិត្យរះកាយរះជាជួរផ្លាស់ប្ដូរគ្រប់យ៉ាង
ai khất chân tách ban thế មើលក៏ឯងដឹងថាស្នៀតចុងក្រោយពាក់ព័ន្ធនឹងរួមបញ្ចូលគ្នាខ្ញុំដែរប្រាប់ឯង ខ្ញុំទៅតែឯងលើកទី1ហើយពួកឯងស្វឹងស្រាងឲ្យប្រាប់ខ្ញុំ ឯងដឹងថាប្រើស្នៀតនេះហើយពួកយើងខ្លាចជារូបរាងដើមទី នឹងតាតាមមានវិធីអីទៀតខ្ញុំចង់មានជីវិតអមតៈខ្ញុំមិនឆាប់ខ្លាចជាទេវតាឯងថាតើមើលតាខ្ញុំសំណាងទេ ពួកឯងនិយាយអស់ចិត្តហើយលើ ដូច្នេះឯងមកជួយខ្ញុំ ប៉ុណ្្នឹងហើយមិនតច្បាស់ទៀតហ៎ ចាំបោកប្រាស់យូរ vậy mà banយើងចាប់បាច់ដែរ càng lọt đầu hả Xưa trong con anh mình ấy của ở cha thế tôi chỉ pin nè dương rụp lại kia còn mình chỉ nè kia đó ឯងស្ដាយក្រោយមើលទី tôi được ai cảបំផុតនោះពីដំបូងមិនគួរស្គាល់ឯង ឯងរស់នៅបានគឺល្អហើយសមត្ថភាពក្រត់បើពួកឯងចង់បានអី បើ ទៀត គុំតែស្នៀតចុងក្រោយនេះមានពេលកំណត់ខ្ញុំច្បាស់ជាមិនចូលចាញ់ឯងទេ ចិត្តងាប់ហើយនៅមាត់រឹងទៀតហ៎ ផ្លាប់ដល់គ្រប់យ៉ាងធ្វើតាមចិត្ត មិនក៏ឯងចេះស្នៀតនឹងដែរ ចេះស្អីទៅ ស្នៀតរួមបញ្ចូល ពួកឯង5 ពេលណា ថ្ងៃនោះនៅផ្ទះឯងពួកឯងស្វឹងសាក៏និយាយប្រាប់ខ្ញុំ ពូក ហេក្មេងៗនេះណាលាក់ទុកអស់ហើយ លាក់នៅឯណា មិន អាច5 ឯង ចុះពួកឯងងាប់ជាមួយគ្នាទៅ អេនោះគឺជាខ្ញុំទេ ឯងចាប់គេធ្វើស្អី ខានលៀង3ខែហើយចូលមក ចោលខ្មៅជ្រាបចូលព្រះអាទិត្យ ដល់ទៅមកមុខឲ្យឯង របស់អន់នេះពិតជាអស្ចារ្យមែនកុំឲ្យគេចាប់អារម្មណ៍ ចិត្តភ្លឺហើយផែនការត្រូវបំផ្លាញអស់មិននឹកស្មានថាពួកអត់បានការមកគ្រប់នោះបង្ខំមកយើងប្រសិទ្ធចុងក្រោយពួកឯងមានសមត្ថភាពប៉ុណ្ណា មានរឿងអីដឹង យ៉ាងម៉េចនោះ ពួកយើងជិតអស់ពេលហើយគ្រប់គ្នាមានប្រមាណបញ្ចេញអស់មក យើងទៅហើយ គីគួ
ai chặt cả chương ឡោះយើងត្រមដាច់បានហើយ ឡប់ទាំងអស់ប្រឆាំងត្រូវតែវិ ជ្រុក នី ព្រៃវ៉ាធំ ហេគិងគួរ យើងមិនយល់សោះតើចង់បានអី ខ្ញុំចង់បានរស់នៅជីវិតដែលខ្ញុំចង់បាន គ្រាន់តែជាក្មេងប្រុសម្នាក់ប៉ុណ្ណោះដល់ពេលហើយមើលទៅមកជាតិនេះយើងកំពីធំបានទេឯងថាទៅមើលពេលពួកយើងខ្លាចជាសត្វវិញនៅស្គាល់គ្នាទៀតទេ ឆាប់រននឹកទៅមានរូបនាងបែបណាឯងថ្មិញលើកបន្តិចឯងភ្នែកធំមកខាងតូចមកខាងឯងគូតក្រហម ឯងទើបមានគូនក្រហមខ្ញុំជាស្វាធំ យើងអាចត្រូវនិយាយបើឃ្លាថាមហាទេពស្មើមេឃចាំមើលតើទៀតអត់ មិនយុត្តិធម៌ទេជាតិនេះសម្រាប់អីក៏មិនបានសោះ អើយជាតិក្រោយសឹកខំថានឹងកើតក្នុងគ្រួសារល្អជាងនេះណែខ្ញុំមិនតន់ដឹងឈ្មោះពួកឯងទេ បើដែរខ្ញុំឈ្មោះ គួរឲ្យស្រឡាញ់មែនការពិតគេឈ្មោះសូមឲ្យពួកឯងជាតិក្រោយឲ្យនិយាយច្រើន អ
យើងចាត់ឯងមកជួយທາງជ័យបំពេញភារកិច្ចលំបាកមួយគ្រាន់បើឯងមកហូបក្មេងៗនៅទីនេះ កណាលែងហ៊ានហើយសូមបបព្រះពោធិសត្វទៅអាកម្មម្ដងទៅ សមត្ថភាពឯងគួរឲ្យបារម្ភមិនមែនគូប្រយុទ្ធរបស់ស៊ុនអ៊ូខុងទេយើងបានមកចូលមហិទ្ធិឫទ្ធិខ្លះក្នុងខ្លួនឯងថែមទាំងអត់ចង្កឹះមាសថងចាប់មនុស្សរៀបចំរបស់ទាំងពីរនេះឲ្យល្អកុំឲ្យមានកំហុស អរប្រគុណព្រះពោធិសត្វអរប្រគុណកណាទៅរៀបចំភ្លាម បើប្រកម្មនេះមិនអាចអត់ឱនយើងក៏ត្រាទុកសិនចាំທາງជ័យនិងសិស្សគេទាំង3ចេញទៅចាំត្រឡប់មកទទួលទូ កណាព្រះពោធិសត្វចុះ4អ្នកនោះគិតយ៉ាងម៉េច អ៊ូខុងឯងមើលអីនៅខាងមុខនោះទៅលោកគ្រូមានវិហារមួយមើលទៅដូចជាវត្តលេអ៊ីងប៉ុន្តែដូចជាមានតម្រុយគ្រោះថ្នាក់ខ្លាំងបើមានលេអ៊ីនអញ្ចឹងមានលីងសានហើយយើងធ្វើដំណើរឆ្លងកាត់ភ្នំនិងទន្លេទីបំផុតដល់ហើយឆាប់ដើរទៀតទៅ កូនជ្រូកនេះគួរឲ្យស្រឡាញ់ខ្លាំងណាស់ដូចកាលនៅខ្ញុំទៅតូចអញ្ចឹង បងស្វាបងធ្វើអីនឹង ឥឡូវទាំង4នាក់នេះរូបនេះអាចជួយបានពួកអាចយកម្នាក់មួយសរសៃទៅឆាប់ឡើងបងស្វា ទៅហើយ 大哥，我好后悔，就差一口。要是你当时也喝了那一口，就能像我一样修得不死之身呐。世道不易，做狗好难。大哥，我一定要找到那个假孙悟空，替你报仇。山高水远道长，一路踉踉跄跄，冷饭就一口梦想，割疼了脚掌。这一路走得有模有样，我假装豪情万丈，掩盖着遍体鳞伤。妈妈将那一句叮嘱做成了干粮，缝进了我的粗布行囊。我说嘿，别慌，我的战术宿命无法阻挡，用全部的力量给自己，给命运，给他们嘲笑的目光。
只要是怪又怎样？抬起头，浩浩荡荡，翻过虚假的战场，现实的巨浪，活出自己喜欢的模样，迎合尘埃的重量，寂寂无名也有光，相信命运的掌纹通向彼岸，回头看日夜繁忙，山花绽放。别慌，我的战术宿命无法阻挡，用全部的力量给自己，给命运，给他们嘲笑的目光。只要是怪有